Hello សួស្តីអ្នកគ្នាឮសលេងខ្ញុំយ៉ាឌីនងទៀតហើយស្វាគមន៍មកកាន់វីដេអូថ្មីនិយាយអំពីការសង្ខេបសាច់រឿងរបស់ហានលីហើយមូលហេតុដែលខ្ញុំដែរថាសង្ខេបសាច់រឿងរបស់ហានលីក៏ដោយសារតែយើងនឹងធ្វើការសម្រាយបែបរឿងសង្ខេបឲ្យឆាប់ដល់អ៊ីពីសូតថ្មីនៃតុងហួរនិយាយទៅគឺសង្ខេបឲ្យឆាប់ដល់អ៊ីពីសូតដែលគេចេញជារៀងរាល់អាទិត្យហ្នឹងឯងមុននឹងចូលទៅដល់ការសង្ខេបខ្ញុំសូមរំលឹកអ្នកគ្នាកុំភ្លេចជួយចុច like អ្នកមួយចុច subscribe ក៏ដូចជា comment អ្នកមួយផង comment អីក៏បានដែរផ្ដានដំបងនៃសាច់រឿងភាគទី134នារីម្នាក់កំពុងតែសុំទៅកាន់ព្រឹទ្ធាចារ្យចំនួន2នាក់ដែលខ្លួនឯងហ្នឹងគឺមកយឺដៃហើយបន្ទាប់ពីព្រឹទ្ធាចារ្យមួយហ្នឹងឃើញថានាងមិនមែនជាយុនឈិនក៏បានឆ្ងល់ថាហេតុអីបានជាយុនឈិនហ្នឹងមិនចេញមកបម្រើភ្ញៀវហើយបុរសនៅពីក្រោយវិញក៏គាត់មានឈ្មោះថាព្រឹទ្ធាចារ្យយុននឹងបានសួរទៅកាន់ព្រឹទ្ធាចារ្យម្នាក់ទៀតថាតើយុនឈិនហ្នឹងបានធ្វើអីខុសមែនបានជាលោកខាងដល់ថ្នាក់ហ្នឹងបន្ទាប់មកទៀតស្ត្រីដែលបានមកអំបញ្ញមិញហ្នឹងនាងក៏បាននិយាយត្រង់ថាព្រឹទ្ធាចារ្យថ្ងៃហ្នឹងគឺមានបុរសម្នាក់គេបានមកទីនេះហើយគេគឺមានថ្មមួយដែលជាថ្មនៃការបំភាន់ហើយគេក៏ចង់លក់ថ្មនឹងដែរបន្ទាប់ពីថាបរិសម្នាក់ហ្នឹងគឺមានថ្មបំភាន់ហើយព្រឹទ្ធាចារ្យម្នាក់ហ្នឹងក៏មិនចាំយូរទៀតដែរបានបញ្ជាឲ្យព្រឹទ្ធាចារ្យយន្តទៅចរចាជាមួយនឹងម្នាក់ដែលមានថ្មបំភាន់ហ្នឹងបន្ទាប់ពីនាងបាននាំព្រឹទ្ធាចារ្យយន្តមកដល់ទីនេះហើយនាងក៏បានប្រាប់ថាឲ្យចូលទៅគឺមានបុរស2នាក់កំពុងតែរងចាំនៅទីនោះក៏ប៉ុន្តែជាអកុសលនៅពេលដែលព្រឹទ្ធាចារ្យនោះគាត់បើកទ្វារចូលទៅដល់ហើយឃើញថាម្នាក់ហ្នឹងឯងគឺជាហានលីហើយគាត់ក៏ប្រុងនឹងរត់គេចផងដែរក៏ប៉ុន្តែវាជារឿងអកុសលមែនទែនដោយសារតែគាត់ត្រូវបានចាប់ជាប់ទៅដោយហានលីហើយហានលីគាត់ក៏បានសម្លាប់ព្រឹទ្ធាចារ្យយន្តម្នាក់ហ្នឹងក៏ស្លាប់បាត់ទៅបន្ទាប់ពីព្រឹទ្ធាចារ្យយន្តត្រូវបានហានលីសម្លាប់ចោលព្រឹទ្ធាចារ្យមីអូអេក៏គាត់បានមកដល់ហើយធ្វើការវិវហារទៅកាន់ហានលីដូចគ្នាដែលជាហេតុធ្វើឲ្យហានលីត្រូវបានឃ្លាតចេញមកខាងក្រៅខណៈនឹងដែរព្រឹទ្ធាចារ្យក៏ប្រុងនឹងសម្លាប់ហានលីហើយក៏ប៉ុន្តែវាជាសំណាងល្អដែលនារីកាលពីដើមរឿងមកបញ្ចុះគាត់ឲ្យគាត់នឹងទុកជីវិតឲ្យហានលីហើយនៅពេលដែលពួកគេបំរុងនឹងចែកផ្លូវគ្នាទៅហើយនោះព្រឹទ្ធាចារ្យនឹងក៏មានអារម្មណ៍ថាដូចជាស្តៀងណាគេដូចធ្លាប់ស្គាល់វិញហើយគណៈដែលព្រឹទ្ធាចារ្យនឹងកំពុងតែសង្ស័យថាមពលដែលនៅក្នុងខ្លួនរបស់ហានលីក៏កំពុងតែធ្វើទុកដែរដែលជាហេតុធ្វើឲ្យរាងកាយរបស់គាត់នឹងប្រែប្រួលទៅជារាងកាយដើមវិញបន្ទាប់ពីរាងកាយពិតត្រូវបានបង្ហាញខ្លួនហានលីក៏ព្យាយាមរត់គេចពីកន្លែងហ្នឹងដែរក៏ប៉ុន្តែព្រឹទ្ធាចារ្យក៏នៅតែដេញតាមអញ្ចឹងឯងគួរបញ្ជាក់ដែរថាព្រឹទ្ធាចារ្យមួយហ្នឹងគឺគាត់អត់ចង់សម្លាប់ហានលីនោះទេហើយថែមទាំងឲ្យហានលីហ្នឹងឈប់សិនទៅគឺនៅអង្គុយនិយាយគ្នាសិនក៏ប៉ុន្តែហានលីរបស់យើងគឺអត់ទុកចិត្តនោះទេគាត់នៅតែព្យាយាមរត់អញ្ចឹងបន្ទាប់ពីហានលីត្រូវបានរត់គេចពីព្រឹទ្ធាចារ្យមួយនឹងអស់មួយរយៈយើងឃើញថាហ្វឹងស៊ីក៏បានតាមមកទាន់ដែរសម្រាប់គ្នាយើងដែលអត់បានដឹងទេគឺស្លាប់ដែលហានលីកំពុងតែពាក់ហ្នឹងគឺជារបស់អាហ្វឹងស៊ីដែលខំចម្រាញ់ហ្នឹងឯងហើយក៏ត្រូវបានលួចទៅដោយហានលីបន្ទាប់ពីរត់គេចអស់មួយរយៈហានលីក៏បានចុះមកក្នុងរោងភ្នំមួយហើយគេក៏បានបើកក្បួនដើម្បីធ្វើការរត់គេចចំណែកឯហ្វឹងស៊ីវិញបើកាលណាឃើញហានលីត្រូវបានរត់គេចបាត់ហើយគឺពិតជាខឹងមែនទែនចុះមកដល់ក៏បាននិយាយថាអាមកខាងឆ្វេងនេះគឺជារន្ទះអាខាងស្ដាំនេះគឺជាផ្គរលាន់និយាយទៅអាប៉ែហ្នឹងគឺនៅចាប់មេចាប់ផ្កាយដូចមនុស្សបែកថ្នាំអញ្ចឹងឯងហើយចំណែកព្រឹទ្ធាចារ្យមីអីវិញក៏ដូចចិត្តទៅទៀតនៅពេលដែលគេកំពុងតែសេតហ្នឹងគាត់ក៏បានមកឆ្ងល់ថាហានលីហ្នឹងបាត់ទៅណាហើយបន្ទាប់ពីព្រឹទ្ធាចារ្យមួយហ្នឹងកំពុងតែគិតហ្នឹងហ្វឹងស៊ីដែលកំពុងតែសេតរឿងបាត់ស្លាប់របស់ខ្លួនហ្នឹងក៏ពិតជាខឹងមែនទែនក៏បានសម្លាប់ព្រឹទ្ធាចារ្យម្នាក់ហ្នឹងចោលហើយព្រឹទ្ធាចារ្យហ្នឹងក៏ខំប្រកែកដែរថាពួកយើងហ្នឹងគឺមិនមែនជាសត្រូវនោះទេប៉ុន្តែវានៅតែអត់ប្រយោជន៍អញ្ចឹងចុងក្រោយជីវិតរបស់គាត់ក៏ត្រូវបានខ្សិនខ្សៃកាត់មកមើលពាក្យដំណើរវិញព្រឹទ្ធាចារ្យម្នាក់ហ្នឹងក៏ត្រូវបានសម្លាប់ទៅដោយហ្វឹងស៊ីក៏ប៉ុន្តែត្រូវបានបំផ្លាញតែរាងកាយប៉ុណ្ណោះរីឯព្រលឹងដើមកំណើតរបស់គាត់វិញក៏ត្រូវបានរត់រួចខ្លួនចំណែកឯពួកអរិយវិញក៏នៅតែខំព្យាយាមស្វែងរកហានលីអញ្ចឹងនៅពេលដែលស្វែងរកមិនឃើញក៏បានសម្លាប់អ្នកវឹកហាត់ជាច្រើនហើយពួកអរិយហ្នឹងគឺសាហាវខ្លាំងមែនទែននៅពេលដែលស៊ូហើយថាមិនដឹងថាហានលីនឹងជាណាគេវាក៏បានសម្លាប់មនុស្សទាំងអស់ចោលដែលជាហេតុធ្វើឲ្យអ្នកវឹកហាត់ហ្នឹងគឺមានការខឹងស្អប់ទៅកាន់ហានលីមែនទែនពីព្រោះថាហានលីនេះឯងគឺជាមូលហេតុដែលធ្វើឲ្យអ្នកវឹកហាត់ជាច្រើនត្រូវបានសម្លាប់ដោយពួកអរិយដើមដំបូងនៃសាច់រឿងភាគទី135យើងក៏បានឃើញថាបុរសម្នាក់កំពុងតែវឹកហាត់អមជាមួយនឹងថាមពលដ៏ខ្មុលខ្មាញ់ខណៈនឹងដែរយើងក៏ឮសំឡេងបិសាចមួយក៏បានសើចយ៉ាងរោគចិត្តមែនទែននិងព្រមទាំងបាននិយាយថាធ្វើបានល្អណាស់នៅទីបំផុតការកោះហាបិសាចដែលពិបាកកោះហាបំផុតនឹងគឺត្រូវបានទទួលជោគជ័យហើយក៏ប៉ុន្តែការកោះហានឹងទៀតសោតក៏មានផលអាក្រក់ដល់អប៉ែនឹងដែរដោយកម្រិតរបស់ហ្នឹងគឺត្រូវបានធ្លាក់ចុះបន្តិចដែរចំណែកឯបិសាចដែលជាគ្រូរបស់អប៉ែនឹងវិញក៏បានប្រាប់ថាឲ្យអប៉ែនឹងផ្ដោតទៅលើការវឹកហាត់វិញនិយាយទៅធ្វើយ៉ាងណាឲ្យឡើងទៅដល់កម្រិតព្រលឹងដើមកំណើតនិងគាត់ក៏បានគម្រាមទៀតថាកុំឲ្យមានល្បិចអ្វីកើតឡើងទាំងអស់ហើយប៉ែនឹងក៏បាននិយាយថាគាត់គឺមិនហ៊ានប្រើល្បិចនោះទេហើយណាមួយបិសាចម្នាក់នឹងក៏ដូចជាគ្រូរបស់គាត់ដែរពីព្រោះថាបានបង្វឹកបង្ហាត់គាត់រយៈពេល100ឆ្នាំគណៈនឹងដែរនារីម្នាក់ក៏បានមករាយការណ៍ថាចង្គៀងនៅសមុទ្រខាងក្រៅនឹងត្រូវបានពន្លត់ខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាថាប៉ែនឹងគឺមានឈ្មោះថា Ventinrain ហើយ Ventinrain នឹងគាត់ក៏បានសួរថាតើណាគេជាអ្នកធ្វើដោយបានលឺប៉ែ Ventinrain នឹងសួរអញ្ចឹងនារីអ្នកនឹងក៏បានរៀប
រាប់តាមដំណើរសាច់រឿងហើយចុងក្រោយក៏ដឹងថាដោយសារតែពួកអរិយនិយាយទៅពួកអរិយហ្នឹងគឺវាដើរលុកលុយគ្រប់ទីកន្លែងល្អសំបីតែជំរំរបស់អ្នកដាំដុះហ្នឹងគឺវាស្ទើរតែបំផ្លាញអស់ទៅហើយក្នុងរយៈពេល2-3សតវត្សហ្នឹងហើយ Thin Rain ហ្នឹងបើកាលណាលឺនាងនិយាយអញ្ចឹងហើយក៏បានឲ្យនាងហ្នឹងរៀបចំដើម្បីចេញទៅខាងក្រៅកាត់មកខាងនេះវិញយើងឃើញថា Hanley ក៏បានធ្វើដំណើរមកដល់កន្លែងមួយហើយកន្លែងហ្នឹងទៀតសោតគាត់ក៏បានឆ្ងល់ដែរថាហេតុអីក៏មានមនុស្សនៅទីនេះដែរបន្ទាប់ពី Hanley ធ្វើដំណើរមកដល់កន្លែងហ្នឹងហើយគ្រប់គ្នានៅកន្លែងហ្នឹងស្មានថា Hanley ហ្នឹងគឺជាសម្ព័ន្ធមិត្តក៏ប៉ុន្តែនៅតែមានបរិសម្នាក់ដែលមានឈ្មោះថាព្រឹទ្ធាចារ្យ Ding គឺមានការរៀងសង្ស័យដែរក៏ប៉ុន្តែដោយសារតែ Hanley គាត់បានបកគលនៅស្លាកសញ្ញាមួយដែលស្លាកសញ្ញាហ្នឹងត្រូវបានបកគលទៅដោយ Thin Rain នៅពេលដែលពួកគេបានទុកចិត្តទៅលើ Hanley ទាំងស្រុងហើយពួកគេក៏បានបញ្ចេញនៅផែនការរបស់ពួកគេចេញមកហើយការងារដែលពួកគេត្រូវធ្វើហ្នឹងគឺពួកគេទៅចាប់ខ្លួនស្ត្រីម្នាក់ដែលឈ្មោះថាយន់យ៉ាវហើយយន់យ៉ាវហ្នឹងក៏ត្រូវជាប្រពន្ធរបស់ admin ដែរនៅពេលដែល Hanley ឮថាបេសកកម្មហ្នឹងគឺជាការទៅចាប់ខ្លួនរបស់យន់យ៉ាវគេក៏អត់មានអីត្រូវប្រកែកដែរដោយសារតែ Hanley ក៏ចង់ជួបយន់យ៉ាវដែរតែគោលបំណងដែល Hanley ចង់ជួបយន់យ៉ាវហ្នឹងគឺដោយសារតែគេចង់ដោះដូរទឹកដោះវិញ្ញាណ 10000 ឆ្នាំហ្នឹងឯងកាត់មកមើលកន្លែងនេះវិញឃើញថាបរិសម្នាក់គាត់កំពុងតែរអ៊ូរទាំម្នាក់ឯងហើយដោយសារតែគ្រប់គ្នាគឺអត់មានគោរពពេលវេលាអីនោះទេហើយក្បួនក៏មិនទាន់បើកទៅទៀតចំណែកឯព្រឹទ្ធាចារ្យ Ding វិញក៏បាននាំបាក់ពួកមកដល់កោះមួយនៅភាគខាងត្បូងដែលជាកន្លែងយន់យ៉ាវលាក់ខ្លួននឹងឯងហើយមានអវៈមួយក៏បាននិយាយថាព្រឹទ្ធាចារ្យ Ding កន្លែងហ្នឹងគឺមានថាអំពូលខ្សោយមែនតើហេតុអីក៏គិតថានាងគឺនៅទីនេះខ្ញុំនិយាយខ្លីហ្មងទៅកន្លែងហ្នឹងគឺយន់យ៉ាវគឺនាងបានធ្វើការចងវិញ្ញាណហើយនៅពេលដែលយន់យ៉ាវធ្វើការបើកក្បួនចងវិញ្ញាណហ្នឹងហើយគ្រប់យ៉ាងគឺធ្វើដូចជាធម្មតាអញ្ចឹងឯងតាមពិតទៅកន្លែងហ្នឹងគឺមានថាអំពូលវិញ្ញាណខ្លាំងមែនតើនៅពេលដែលព្រឹទ្ធាចារ្យ Ding គាត់ប្រើថាអំពូលបើកក៏ឃើញដូចជាទូទៅនៅពេលដែលព្រឹទ្ធាចារ្យ Ding គាត់ធ្វើការបើកក្បួននឹងហើយយន់យ៉ាវក៏បានធ្វើដំណើរមកដល់ហើយព្រមទាំងបាននិយាយថាអាយ៉ាមិត្តទាំងឡាយបានមកដល់ហើយបែរជាមិនប្រាប់អីមួយម៉ាត់សោះហើយបើយើងមើលទៅកាន់សម្រស់របស់យន់យ៉ាវវិញគឺនាងស្អាតមែនតើអញ្ចឹងហើយគឺអត់ចម្លែកនោះទេដែលអាល្អិតមួយនឹងលងស្រឡាញ់នាងហើយអ្នកទាំងអស់គ្នាដែលកំពុងមើលវីដេអូហ្នឹងក៏មិនបាច់លងស្រឡាញ់យន់យ៉ាវដែរដោយសារតែយន់យ៉ាវហ្នឹងគឺបានរៀបការមួយយ៉ាវឌីបាត់ហើយនៅខណៈហ្នឹងដែរយន់យ៉ាវក៏បានសួរទៅកាន់ព្រឹទ្ធាចារ្យ Ding ថាព្រឹទ្ធាចារ្យ Ding ទៅសុខសប្បាយទេអត់ហើយអមជាមួយនឹងការវិវហាមួយចំណែកឯព្រឹទ្ធាចារ្យ Ding វិញគាត់ក៏រហ័សណាស់ដែរនៅពេលដែលគាត់ទប់រងហើយក៏បាននិយាយថាស្រីបិសាចយើងនឹងសម្លាប់នាងឯងឲ្យបានបន្ទាប់ពីបានស្រែកហើយគាត់ក៏បានប្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើការសម្រុកចូលដើម្បីចាប់យន់យ៉ាវចម្លែកអីតែ Hanley គឺគាត់អត់បានចូលប្រយុទ្ធជាមួយនោះទេហើយអញ្ចឹងព្រឹទ្ធាចារ្យក៏បានសួរថាម៉េចក៏អត់ចូលទៅប្រយុទ្ធជាមួយពួកគេអញ្ចឹងបើសិនជា Hanley ព្រមជួយគាត់នឹងផ្ដល់ថ្មវិញ្ញាណតាក់កណ្ដាលចំនួន100និងរន្ទះពណ៌ខៀវមួយផងដែរលឺអញ្ចឹង Hanley របស់យើងក៏ពិតជាបានដៃនិងព្រមទាំងនិយាយទៀតថាព្រឹទ្ធាចារ្យខ្ញុំគឺជួយបានប៉ុន្តែខ្ញុំទុំខ្ចីរបស់មួយហើយព្រឹទ្ធាចារ្យក៏បានឆ្លើយថារបស់ហ្នឹងគឺជារបស់អីគេ Hanley ក៏ថាគឺជាក្បាលរបស់ព្រឹទ្ធាចារ្យ Ding ឯងហ្នឹងឯងកាត់មើលខាងយន់យ៉ាវវិញឃើញថាកំពុងតែរត់គេចពីអបិ2នាក់ហ្នឹងយន់យ៉ាវអត់បានខ្លាច2នាក់ហ្នឹងទេប៉ុន្តែការប្រយុទ្ធត្រូវតែប្រើខួរក្បាលគឺមិនអាចវាយដល់ងងើបានឡើយហើយបែកមួយគឺប្រើពូថៅហើយបែកមួយទៀតគឺប្រើវល់អញញ៉ៃពេញហ្នឹងដេញតាមចាប់យ៉ាវនិយាយទៅនាងវាយឆ្វេងគេចស្ដាំវាយស្ដាំគេចឆ្វេងគេចពីពូថៅរបស់អបែកមួយមុខដូចយៈហើយក៏គេចពីវល់ឈើរបស់អបែកមួយមុខដូចសសក់បន្ទាប់ពីអ្នកទាំង3ធ្វើការប្រយុទ្ធគ្នាអស់មួយរយៈ Hanley ក៏បានធ្វើដំណើរមកដល់នៅពេលដែលឃើញថា Hanley ក៏បានធ្វើដំណើរមកដល់អញ្ចឹងពួកហ្នឹងក៏សុំឲ្យ Hanley បូកដៃជាមួយដើម្បីកម្ចាត់យន់យ៉ាវចោលចំណែកឯប្រូដាក្រហមវិញក៏បាននិយាយថាបើពិបាកពេកសម្រាប់នាងចោលហ្មងទៅប៉ុន្តែអាប៉ែមួយមុខដូចសក់ហ្នឹងក៏បាននិយាយថាអីយ៉ាទៅសម្រាប់របស់ល្អមិនកើតហើយនិយាយសុកហ្នឹងក៏ចាប់អារម្មណ៍ថាបាត់ព្រឹទ្ធាចារ្យ Ding ហើយក៏បានសួរ Hanley ថាតើព្រឹទ្ធាចារ្យ Ding ទៅណាបាត់ហើយ Hanley ក៏បានតបថាមិនបាច់ភ័យទេពួកឯងទាំងពីរហ្នឹងក៏ជិតទៅបានជួបគាត់ហើយនៅក្រៅពីបាននិយាយចប់ Hanley ក៏បានបើកការវិវហាទៅដោយដាវរបស់គាត់ចំណែកឯពីរអ្នកហ្នឹងវិញក៏បានបើកថាមពលការពីខ្លួនជាធម្មតាការវិវហាលើកទី1អត់អីប៉ុន្តែ Hanley ក៏បានបើកការវិវហាជាលើកទី2ដោយបញ្ចេញនូវសត្វល្អិតរបស់ខ្លួនឲ្យទៅស៊ីអាពួកអស់ហ្នឹងហើយចុងក្រោយជីវិតរបស់ពួកគេទាំងពីរក៏ត្រូវបានចិត្តរយត្រឹមហ្នឹងចំណែកយន់យ៉ាវវិញកាលណាបើឃើញអញ្ចឹងក៏ពិតជាភ្ញាក់ផ្អើលនិងព្រមទាំងបាននិយាយទៀតថាខានជួបគ្នាប្រហែលឆ្នាំសោះលបងហានក៏ពិតជាកាន់តែអស្ចារ្យហើយពួកគេទាំងពីរក៏បាននិយាយសាសសងគ្នាពីនេះពីនោះពីរឿងដែលខានជួបគ្នាជាប្រហែលឆ្នាំហើយចុងក្រោយយន់យ៉ាវក៏អញ្ជើញ Hanley ទៅលេងកន្លែងរស់នៅរបស់នាងបន្ទាប់ពីអ្នកទាំងពីរធ្វើដំណើរមកដល់កន្លែងរស់នៅរបស់យន់យ៉ាវហើយ Hanley ក៏មិនចាំយូរទៀតដែរក៏បាននិយាយត្រង់ថាអ្នកនាងយន់ខ្ញុំគឺចង់ទិញទឹកដោះវិញ្ញាណ 10000 ឆ្នាំរបស់អ្នកនាងហើយក៏ឲ្យតម្លៃខ្ពស់ផងដែរនៅពេលដែលយន់យ៉ាវឮថា Hanley ចង់បានទឹកដោះវិញ្ញាណ 10000 ឆ្នាំអញ្ចឹងយន់យ៉ាវនាងក៏បានបកគលជូន Hanley ដោយអត់មានការដោះដូរអីឡើយនិងព្រមទាំងបាននិយាយទៀតថាបើទោះបីជាទឹកដោះវិញ្ញាណនេះវាមានតម្លៃក៏ដោយក៏វាមានតម្លៃថោកជាងការជួយសង្គ្រោះជីវិតរបស់លបងហានដែរនៅពេលដែល Hanley ឮអញ្ចឹងក៏មិនបានប្រកាសអីដែរពីព្រោះថារបស់ free ហើយណាមិនយកមានតែឈួតនៅពេលដែលបាននិយាយសាច់ការចប់យន់យ៉ាវក៏បានអញ្ជើញ Hanley ឲ្យអង្គុយចុះហើយសាច់រឿង
រឿងរបស់យើងក៏ត្រូវបានបញ្ចប់ដែរហើយដោយសារតែនេះគឺជាវីដេអូសម្រាប់លើកទី1នៅក្នុង channel ហើយសម្រាប់គ្នាយើងណាដែលអត់ទាន់បានចុច Subscribe ទេកុំភ្លេចចុចអ្នកមួយទៅដោយសារតែខ្ញុំមើលឃើញថាប្រហែលជាគ្នាយើង 80% គាត់ចូលមើលហើយក៏អត់ចុចទេខ្ញុំអត់ដឹងថាគាត់បាននៅពេលណាបញ្ចុចទេតែឥឡូវកុំឲ្យសាន់តប៉ាយូរពេកយើងចូលមកកាន់ភាគទី136របស់យើងទាំងអស់គ្នាហ្មងទៅស្ដាមទៅវងនិស័យរឿងរបស់យើងហានលីក៏បាននិយាយថារោងភ្នំនេះមើលទៅពិតជាស្អាតមែនទែនហើយសូម្បីតែក្បួននៅខាងក្រៅបាញ់មិញហ្នឹងក៏ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ឬហានលីនិយាយអញ្ចឹងចនចាក៏បានបញ្ចេញនៅសភៅមួយដែលសភៅហ្នឹងគឺមាននៅក្បួនចោមវិញ្ញាណហើយនឹងមានក្បួនជាច្រើនទៀតនិយាយទៅចនចាដឹងថាហានលីគឺចង់បានក្បួនហ្នឹងអញ្ចឹងទៅនាងក៏បានហុចឲ្យសភៅហ្នឹងហ្មងទៅតែបន្ទាប់ពីឃើញអញ្ចឹងហានលីក៏រៀងភ្ញាក់ផ្អើលដែរដោយសារនេះគឺជាក្បួនបុរាណនៃប៉ាឈីងយ៉ាងនិងបន្តនិយាយទៀតថាកញ្ញាយន់បើទោះបីជាអត់មានខ្ញុំជួយក៏អត់មានបញ្ហាអីដែរមែនអត់និយាយទៅអំណោយមួយហ្នឹងវាហាក់បីដូចជាធ្ងន់ពេកសម្រាប់ហានលីហើយយន់ចាលឺអញ្ចឹងក៏បានយល់អារម្មណ៍របស់ហានលីផងដែរនិងព្រមទាំងបាននិយាយថាលបងហានតែមានឆ្ងល់អត់បានជាប៉ាឈីងយ៉ាងហ្នឹងគឺដេញតាមខ្ញុំហានលីលឺអញ្ចឹងក៏បានតបថាតាមមិនមែនដោយសារតែនាងយន់ហ្នឹងបានប្រើល្បិចដាក់កូនប្រុសរបស់ពួកគេហើយក៏មិនមែនដោយសារតែលួចទ្រព្យសម្បត្តិឲ្យរត់ណាយឬមួយក៏វានៅបញ្ហាអីច្រើនខុសពីនេះទៀតចំណែកឲ្យយន់ចាវិញក៏បានតបលបងហានឯងគិតអញ្ចឹងគិតថាយន់ចាហ្នឹងគឺជាមនុស្សដែលប្រើល្បិចហើយមិនដឹងគុណអញ្ចឹងមែននឹងបន្តនិយាយទៀតថាលបងហានមិនបាច់បារម្ភនោះទេវាមិនខុសនោះទេនិយាយទៅគឺដូចពេលដែលយើងជួបគ្នាដំបូងនៅកោះគួយស៊ីងអញ្ចឹងនៅពេលហ្នឹងខ្ញុំបានប្រើសម្រស់ដើម្បីតាក់ទាញអ្នកខ្លាំងដោយសារតែចង់បានខ្នងបង្អែកនិយាយត្រង់ទៅគ្រប់យ៉ាងគ្រាន់តែធ្វើឲ្យលបងហានឯងអស់សំណើចប៉ុណ្ណោះលើអញ្ចឹងហានលីក៏បានតបខ្ញុំគឺបានស្គាល់នៅកញ្ញាបើទោះបីជាមានពេលវេលាតិចក៏ដោយក៏ប៉ុន្តែខ្ញុំនៅតែអាចមើលធ្លុះដែលកញ្ញាយន់មិនមែនជាមនុស្សស្រីដែលគ្មានសិលធម៌និងមិនមែនជាមនុស្សស្រីដែលបន្ទាបខ្លួនឯងបែបហ្នឹងនោះទេនឹងបន្តសួរទៅកាន់នាងយន់ទៀតថាបើសិនជាមានជំរើសចោលនៅក្នុងសកលលោកមួយនេះតើណាគេទៅដែលសុខចិត្តបន្ទាបខ្លួនឯងលើពីនេះទៅទៀតផ្លូវនៃការវឹកហាត់គឺវាពិបាករួចស្រាប់ទៅហើយព្រោះមានទាំងឬគល់ខាងវិញ្ញាណទេពកុសលប្រវត្តិគ្រួសារហើយសូម្បីតែធនធានដាំដុះសម្រាប់អ្នកខ្លះអាចទទួលបានដោយងាយៗក៏ប៉ុន្តែសម្រាប់ភាគច្រើនវិញគឺពិបាកដូចជាការឡើងមេឃអញ្ចឹងដូច្នេះហើយផ្លូវមួយណាក៏មិនសុទ្ធតែមានតម្លៃដូចគ្នាចំណែកយន់យ៉ាវិញកាលណាបើលើពាក្យសម្ដីព្រានរបស់ហានលីហើយក៏បានអរគុណនិងព្រមទាំងបបួលហានលីទៅកន្លែងមួយហើយបន្ទាប់ពីអ្នកទាំងពីរបានមកដល់ហើយហានលីក៏ពិតជាភ្ញាក់ផ្អើលមែនទែនដោយសារតែឃើញថានេះគឺជាដើមឈើចិញ្ចឹមព្រលឹងហើយយន់យ៉ាក៏បានតបថាត្រូវហើយនេះក៏ជាមូលហេតុដែលខ្ញុំបថយជីវិតចូលទៅក្នុងវិមានឋានសួគ៌អស់ដែរនិងយើងក៏បានឃើញថាដើមឈើមួយហ្នឹងកំពុងតែចិញ្ចឹមព្រលឹងរបស់អ្នកគេម្នាក់យន់យ៉ាក៏នៅតែបន្តនិយាយទៀតថាខ្ញុំនិងបងស្រីយន់លីគឺជាក្មេងកំព្រានៅតាំងពីក្មេងហើយបាត់បង់គ្រូបាត់បង់គ្រួសារអ្វីទាំងអស់ការវឹកហាត់គឺពឹងផ្អែកទៅលើគ្នាទៅវិញទៅមកនិងគ្រប់យ៉ាងគឺត្រូវតែពឹងផ្អែកទៅលើខ្លួនឯងហើយដោយសារតែខ្លាចថាបំណងប្រាថ្នាមិនត្រូវបានសម្រេចខ្ញុំនិងបងស្រីយន់លីក៏បានសម្រេចថាចាក់ចេញទៅខាងក្រៅក៏ប៉ុន្តែវាបានជួបនូវបញ្ហាបន្តិចតួចធ្វើឲ្យពួកយើងនឹងប្រត់ប្រាស់គ្នាក៏ប៉ុន្តែមិននឹកស្មានដល់ថាប្រហែលឆ្នាំចុងក្រោយពួកយើងក៏បានជួបគ្នាវិញក៏ប៉ុន្តែនាងបានក្លាយទៅជាប្រពន្ធរបស់មេប៉ាឈីងយ៉ាងបាត់ទៅហើយនិងក្រោយមកទៀតខ្ញុំបានរកឃើញថាតាមពិតទៅបើទោះបីជាគេហៅថានាងជាប្រពន្ធក៏ដោយក៏ប៉ុន្តែគេប្រើនាងដើម្បីតែវឹកហាត់ក្នុងផ្លូវអាក្រក់ប៉ុណ្ណោះនៅពេលហ្នឹងគឺខ្ញុំខឹងខ្លាំងណាស់ក៏បានសួរថាតើមានរឿងអីកាត់ឡើងក៏ប៉ុន្តែបរិសុទ្ធអ្នកហ្នឹងក៏បានចេញសំណើថាបើសិនជាខ្ញុំយន់យ៉ាព្រមធ្វើជាប្រពន្ធរបស់គាត់នឹងដោះលែងបងស្រីដោយសារតែចង់ជួយសង្គ្រោះបងស្រីយន់លីខ្ញុំក៏បានយល់ព្រមជាមួយនឹងគេក៏ប៉ុន្តែនៅតាមផ្លូវដែលត្រឡប់មកប៉ាឈិញយ៉ាងវិញបងស្រីក៏បានព្យាយាមប្រាប់ខ្ញុំដោយសម្ងាត់មីអូនណាទាំងនេះគឺគ្រាន់តែជាអន្ទាក់ប៉ុណ្ណោះហើយសូម្បីតែបងហ្នឹងក៏ខ្លាយទៅជាឧបករណ៍រួចទៅហើយនឹងការពីមុនមកហ្នឹងក៏មានស្ត្រីជាច្រើនក៏ត្រូវបានគេបោកប្រាស់ដូចគ្នាផងដែរហើយពួកគេទាំងនោះក៏មិននៅទៀតដែរហើយជាចុងក្រោយយន់លីហើយនិងយន់យ៉ាក៏ត្រូវបានគេចាប់ដាក់គុកនៅក្នុងប៉ាឈីងយ៉ាងដែលជាប់ក្នុងគុកហើយគ្មានជំរឿចុងក្រោយនាងក៏បានប្រថុយជីវិតដើម្បីដាក់អន្ទាក់ដោយមិននឹកស្មានថាបរិមអ្នកហ្នឹងគឺពិតជាធ្លាក់ចូលក្នុងអន្ទាក់ពិតមែនបើទោះបីជាអន្ទាក់ក៏ពិតបានតម្រេចក៏ដោយក៏ប៉ុន្តែជាចុងក្រោយបងស្រីឈីងលីក៏ត្រូវបានស្លាប់រាងកាយរបស់គាត់ត្រូវបានបំផ្លិចបំផ្លាញហើយខ្ញុំអាចត្រឹមតែរក្សាព្រលឹងរបស់គាត់តែប៉ុណ្ណោះចឹងណាក៏ដោយបើទោះបីជាព្រលឹងត្រូវបានថែរក្សាប៉ុន្តែពេលវេលាកាន់តែយូរព្រលឹងរបស់បងស្រីគឺកាន់តែចុះខ្សោយហើយចុងក្រោយប្រកាសជាត្រូវបានរលាយទាំងស្រុងហើយហានលីលឺអញ្ចឹងក៏ពិតជាអាណិតយន់យ៉ាខ្លាំងណាស់នឹងបាននិយាយថាអញ្ចឹងតើបានជាដើមឈើចិញ្ចឹមព្រលឹងគឺពិតជាមានសារៈសំខាន់សម្រាប់កញ្ញាយន់ហើយយន់យ៉ាក៏បាននិយាយថាដោយមានការបំពន់ពីដើមឈើចិញ្ចឹមព្រលឹងជាច្រើនឆ្នាំឥឡូវហ្នឹងគឺនាងអាចប្រើវិជាឲ្យរស់ឡើងវិញបានបន្ទាប់ពីហានលីលឺយន់យ៉ានិយាយថាចង់ជួយបងស្រីឲ្យរស់ឡើងវិញគេក៏មានការភ្ញាក់ផ្អើលជាមួយនឹងវិជាឲ្យរស់ឡើងវិញផងដែរយន់យ៉ាក៏បានតបថាពិតណាស់ពេលវេលាជាច្រើនឆ្នាំនៅទីបំផុតក៏បានមកដល់ហើយនិងបានប្រាប់ទៅកាន់ហានលីថាខ្លួនគឺបានរៀបចំគ្រប់យ៉ាងបាត់ទៅហើយហានលីលឺអញ្ចឹងក៏បានតបថានាងយន់យ៉ាបើទោះបីជាការប្រើបច្ចេកទេសសម្ងាត់អញ្ចឹងវាមានផលប្រយោជន៍ក៏ដោយក៏ប៉ុន្តែផលអាក្រក់ក៏នៅតែមានម្យ៉ាងវិញទៀតអត្រាជោគជ័យក៏ពិតជាមានតិចហើយបើទោះបីជាជោគជ័យក៏ដោយថាមពលរបស់នាងប្រកាសជាធ្លាក់ទៅដល់កម្រិតទី2វិញជាមិនខានឡើយលើពីនេះទៅទៀតគ្រឹះគល់នៃការវឹកហាត់ប្រកាសជាត្រូវបានបំផ្លាញហើយវាអាចបង្កដល់ផលវិបាកក្នុងការវឹកហាត់ជាបន្តទៀតចំណែកឯយន់ចារបស់យើងវិញលឺអញ្ចឹងក៏មិនបានបកកាយអីដែរនឹងព្រមនឹងបាននិយាយទៅវិញថាលបងហានឯងនិយាយអញ្ចឹងខ្ញុំក៏ពិតជាយល់ហើយនេះហើយគឺជាផ្លូវកាត់ដែលខ្ញុំបានប្រាប់លបងឯងកាលពីមុនហ្នឹង
ចាក់ចេញមកខាងក្រៅវិញយន្តយ៉ាវក៏បាននិយាយថាយន្តយ៉ាវគឺមានបងស្រីតែម្នាក់គត់អញ្ចឹងគឺមានអត្រាតិចណាស់ដែលនាំគាត់ឲ្យរស់ឡើងវិញក៏ប៉ុន្តែបើទោះបីជាតិចយ៉ាងណាក៏ដោយយន្តយ៉ាវក៏នៅតែសាកល្បងវាហើយព្រមទាំងបានសួរទៅកាន់ហានលីថាតើខ្ញុំពិតជាល្ងងមែនអត់ហើយសុំទោសហានលីដែលធ្វើឲ្យហានលីនឹងអស់សំណើចនឹងនៅតែបន្តទៀតថានៅលើโลกនេះមានរបស់ខ្លះគឺវាសំខាន់ជាងការវឹកហាត់ទៅទៀតដូចជាជីវិតជាដើមដែលជាហេតុធ្វើឲ្យហានលីនឹងនឹកឃើញដល់គ្រូរបស់គាត់នៅពេលដែលគ្រូរបស់គាត់ជួយសង្គ្រោះគាត់និងប្រាប់គាត់ថាឲ្យហានលីនឹងរស់ឲ្យបានយូរៗបន្ទាប់មកទៀតហានលីក៏បានសួរថាកញ្ញាយន្តយ៉ាវនិយាយការដល់ថ្នាក់ហ្នឹងតើមិនចង់ឲ្យខ្ញុំជួយមែនហើយយន្តយ៉ាវនាងក៏បាននិយាយថាគឺចង់ឲ្យហានលីនឹងការពារខ្លួននៅពេលដែលខ្លួនប្រើវិជាសម្ងាត់ដែលវាគឺត្រូវចំណាយរយៈពេលរហូតដល់ 2-3 ថ្ងៃឯណោះចំណែកហានលីរបស់យើងក៏បានតបថានាងយន្តយ៉ាវគឺសុខចិត្តលះបង់នៅកម្រិតវឹកហាត់សូម្បីតែជីវិតខ្លួនឯងក៏មិនស្ដាយជាទូទៅគឺខ្ញុំអត់ដែលលូកដៃក្នុងរឿងរបស់អ្នកដទៃនោះទេក៏ប៉ុន្តែលើកនេះគឺខ្ញុំនឹងជួយនាងឬហានលីព្រមជួយអញ្ចឹងយន្តយ៉ាវក៏ពិតជាសប្បាយចិត្តមែនទែននិងព្រមទាំងចង់រំលោភយកច្រឡំនិងព្រមទាំងចង់រំលោភហានលីដើម្បីទុកជាការអរគុណក៏ប៉ុន្តែបរិសុទ្ធស្មោះស្នេហ៍របស់យើងក៏នៅតែគេជិញនិងបាននិយាយទៀតថាលើកលែងតែជួបអ្នកកម្រិតទី4ប៉ុណ្ណោះបើលើពីនេះក៏ខ្ញុំមិនអាចរក្សាសុវត្ថិភាពអស់នាងបានឡើយហើយក្រោយពីបាននិយាយចប់ហានលីក៏បានឲ្យយន្តយ៉ាវនឹងទៅរៀបចំខ្លួនឲ្យបានរួចរាល់ទៅនៅខណៈដែលយន្តយ៉ាវកំពុងទៅដើរទៅនឹងនាងក៏បាននិយាយថែមទៀតថាលបងហានក៏ពិតជានិយាយត្រូវយន្តយ៉ាវកំពុងតែគិតថាតើខ្ញុំគឺពិតជាត្រូវលះបង់ខ្លួនឯងមែនក៏ប៉ុន្តែលបងហានក៏ពិតជាសភាពបរោះមែនដូច្នេះខ្ញុំមិនធ្វើឲ្យលបងហានឯងពិបាកនោះឡើយដូច្នេះនាងក៏បានប្រាប់ហានលីថាបើសិនជាចង់បានអីក្រៅពីទឹកដោះវិញ្ញាណ 10000 ឆ្នាំក៏ដូចជាសភៅនៃក្បួនការពារហ្នឹងក៏និយាយមកកុំស្ទាក់ស្ទើរអីនិយាយទៅយន្តយ៉ាវចង់មានន័យថាបើទោះបីជាហានលីចង់បានអីទៀតក៏នាងមិនស្ទាក់ស្ទើរនឹងឲ្យហានលីដែរដែលរបស់របរឬមួយក៏ជាកំណត់ដែលនាងទទួលបានពីប៉ាឈីងយ៉ាងក៏នៅសល់មួយចំនួនដែរណាមួយគឺនាងធ្លាក់ទៅដល់កម្រិតទី2វិញក៏មិនអាចប្រើវាកើតដែរហើយហានលីរបស់យើងលឺអញ្ចឹងក៏ពិតជាចាប់អារម្មណ៍និងព្រមទាំងបាននិយាយទៀតថាអញ្ចឹងមានអ្វីស័ក្តិសមសម្រាប់លេបព្រលឹងក៏ដូចជាពង្រឹងវាបានអត់ហើយយន្តយ៉ាវលឺអញ្ចឹងក៏ពិតជាភ្ញាក់ផ្អើលមែនតើក៏បាននិយាយថាស្វានេះទៀតហើយនិងព្រមទាំងបានទៅដើរលេងក្បាលវាហើយថាមើលទៅលបងហានក៏ពិតជាស្រឡាញ់ឯងខ្លាំងណាស់ហើយពួកគេទាំង3ក៏បានឈរមើលមេឃផ្កាយជាមួយគ្នាកាន់មកដល់កន្លែងនេះវិញយើងក៏បានលើសំឡេងយន្តយ៉ាវនិយាយថាយន្តយ៉ាវគឺបានពិនិត្យរួចរាល់អស់ហើយនេះគឺជាភូមិដាច់ស្រយាលមួយដែលគេស្គាល់វាថាជាភ្នោបិសាចហើយវាក៏ជាកន្លែងដែលសត្វនៅកម្រិតទាបស្លាប់ដែរក៏ប៉ុន្តែនៅទីនេះក៏ពិតជាឆ្ងាយនិងកម្រមានអ្នកមកដល់ខ្លាំងណាស់ដើរបានបន្តិចនាងក៏បានប្រើថាមកពលបើក្បួនអ្វីម្យ៉ាងហើយបានបញ្ចេញនៅមើមឈើមួយនិងព្រមទាំងនិយាយទៀតថាបងស្រីគេមិនទិញទេសិនទៅយើងប្រកាសជាបានជួបគ្នាឥឡូវហ្នឹងហើយបន្ទាប់ពីនាងបានដើរចូលនៅក្នុងក្បួននាងក៏បាននិយាយទៅកាន់ហានលីថាលបងហានណានៅក្នុងដំណើរការមួយនេះគឺវាមានអារយៈពេលរហូតដល់3ថ្ងៃឯណោះដូច្នេះហើយខ្ញុំប្រកាសជាអាចរំខានបងគ្រប់ពេលហើយហានលីរបស់យើងក៏បានតបថានៅទីនេះក្រៅពីក្បួនចង់មញៀនគឺគ្មានក្បួនអ្វីផ្សេងទៀតទេដូច្នេះហើយបើសិនជាមានសត្រូវខ្លាំងមកប្រកាសជាមានគ្រោះថ្នាក់អញ្ចឹងហើយហានលីរបស់យើងក៏បានដោតទងជុំវិញកន្លែងហ្នឹងនិយាយទៅគឺហានលីរបស់យើងគាត់បង្កើតក្បួនមួយទៀតនៅលើពីក្បួនមួយហ្នឹងហើយបន្ទាប់ពីយើងឃើញថាទងមួយគឺបានទៅតាមទីកន្លែងរៀងៗខ្លួនហើយវាក៏ចាប់ផ្ដើមដំណើរការក្បួនហើយហានលីក៏បានកោះហៅនៅអាយ៉ងរបស់ខ្លួនជាមកជាបន្តទៀតហើយវាយើងមើលទៅកាន់អាយ៉ងរបស់ហានលីវិញមួយដូចរោគរ៉ាដល់កហើយយើងមើលតែដំណើរគេដើរយកហើយចំណែកយន្តយ៉ាវវិញកាលណាបើឃើញហានលីបើកនៅការពារអញ្ចឹងក៏នាងពិតជារំភើបមែនតើនឹងព្រមទាំងបាននិយាយថាគុណបំណាច់មួយនេះខ្ញុំថាមិនអាចសល់លបងហានឯងបាននោះទេហើយហានលីក៏បានតបថាអ្នកនាងយ៉ាវយើងនឹងត្រឡប់ទៅវិញជាមួយគ្នាដែលខ្ញុំគឺមិនចង់ឃើញមិត្តរបស់ខ្ញុំនឹងគឺស្លាប់មុនខ្ញុំឡើយនៅក្រៅពីបាននិយាយចប់យន្តយ៉ាវនាងក៏បានបើកនៅក្បួនថាមពលដើម្បីសង្គ្រោះជីវិតរបស់បងស្រីមកនាងហើយមុននឹងចាក់ចេញហានលីក៏បានគិតក្នុងចិត្តថាឲ្យកញ្ញាយន្តយ៉ាវនឹងគឺត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលហើយធ្វើអ្វីដែលខ្លួនធ្វើទៅសល់ប្រមាណទុកឲ្យហានលីខ្ញុំជាអ្នកចាត់ការនៅពេលដែលហានលីដើរទៅបាត់យន្តយ៉ាវក៏បាននិយាយទៅកាន់បងស្រីរបស់នាងថាបងស្រីយន្តយ៉ាវគឺបានមកដល់ហើយនាងក៏បានចាប់ផ្ដើមពិធីរបស់នាងហើយនៅក្នុងពិធីនឹងទៀតសោតយើងឃើញថាយន្តយ៉ាវនាងក៏បានប្រើនៅស្តែរ៉ុបពោលគឺជាក្បាលប្រច្រាស់គ្នានឹងឯងកាត់មើលហានលីរបស់យើងវិញដែលនៅខាងក្រៅក៏មានការភ្ញាក់ផ្អើលទៅនឹងក្បួនមួយនេះដែរនិងបានសរសើរថាវាស័ក្តិសមជាស្ងៀមស្ងាត់មែនដែលមិនអាចមើលស្រាលបានតែអញ្ចឹងហើយវាអត់ចម្លែកនោះទេដែលត្រូវការងារការពារនៅពេលដែលប្រតិបត្តិវាបន្តិចក្រោយមកយើងឃើញថាមានអ្នកវឹកហាត់មកដល់ទីនេះហើយហានលីរបស់យើងក៏បាននិយាយថាអ្នកទាំងឡាយគឺមិនអាចមកទៀតឡើយបើសិនជាមកទៀតគឺខ្ញុំមិនគួរសមឡើយហើយអ្នកកំពុងតែធ្វើដំណើរមកហ្នឹងក៏បានឆ្លើយតបថាលបងខ្ញុំក៏មិនដឹងថាលបងឯងនៅទីនេះនោះទេអញ្ចឹងហើយក៏សុំទៅជីវិតឲ្យខ្ញុំផងខ្ញុំនឹងចាក់ចេញឥឡូវនេះក៏ប៉ុន្តែនៅមានអត្តកោប៉ៃម្នាក់ក៏បាននិយាយថាលបងឯងខ្ញុំសុំថ្លាមធំដែលសារតែកំណត់បានលេចឡើងដូច្នេះខ្ញុំត្រូវតែធ្វើគ្រប់យ៉ាងដើម្បីទទួលបានវាហើយហានលីក៏បាននិយាយថារវល់យកមិនស្គាល់ងាប់មែននិងបានបញ្ចេញសត្វតាយ៉ងរបស់ខ្លួនឲ្យទៅដេញវាយអបិហ្នឹងដែលជាលទ្ធផលអត្តកោលប៉ៃម្នាក់ហ្នឹងក៏សុំទុកជីវិតហើយចាក់ចេញបាត់ទៅខ្ញុំចង់បញ្ជាក់គ្នាយើងថាអាសត្វល្អិតមួយដែលអាចខ្លាយទៅជាលំពេងផងខ្លាយធ្វើជាលំពេង2 3ផងខ្លាយធ្វើជាមនុស្សផងហ្នឹងឈ្មោះថាតាយ៉ងលេបព្រលឹងដូច្នេះហើយចាប់ពីភាគហ្នឹងទៅខ្ញុំសូមហៅវាថាជាសត្វតាយ៉ង
នៅស្អែកឡើងយើងឃើញថារទេះស្នែងរបស់ Ventinren ក៏បានមកដល់ទីកន្លែងនេះនិង Ventinren ក៏បាននិយាយថាអ្នកណាក៏ស្កាចដែរហើយខ្ញុំក៏បានបញ្ជូនមនុស្សទៅស្វែងរកនៅសមុទ្រខាងក្រៅដែរដូច្នេះហើយបើសិនជាមានមនុស្សរស់នៅតែម្នាក់ក៏ដោយខ្ញុំនឹងនាំពួកគេត្រឡប់មកវិញចំណែកឯស្ត្រីនៅក្បែរនោះក៏បាននិយាយថាអរគុណឲ្យលបង Ren ហើយនឹងបានប្រាប់ទៀតថាលបង Ren ឯងគឺល្មមនឹងដោះលែងពួកគេហើយលឿនចឹងអបធាន Ren ក៏បានសួរហេតុអីបានជាម៉ូនឯងធ្វើមុខបែបនេះខ្ញុំតែងតែធ្វើល្អដល់មីអូនឯងជាច្រើនឆ្នាំមកនេះខ្ញុំមិនដែលប៉ះពាល់នាងទេហើយចាត់ទុកនាងថាដូចជាមនុស្សដែលមានកិត្តិយសអញ្ចឹងតែនាងនៅតែមិនទុកចិត្តទៀតមែនលឿនចឹងនាងក៏បានតបថាអាយ៉ាលបង Ren ពិតជានិយាយកំ ប្លែងមែនខ្ញុំមិនទាន់បានសងសឹកឲ្យគ្រួសាររបស់ខ្ញុំផងហើយលើពីនេះទៅទៀតសមិទ្ធផលអីមួយក៏ខ្ញុំអត់ទាន់បានសម្រេចវាដែរកំពុងតែនិយាយគ្នាសុកសុក Ventinren ក៏ចាប់អារម្មណ៍នៅចំហាយថាអំពូលមួយដែលជាកន្លែងរបស់ Hanley កំពុងតែយាមនឹងឯងគ្រាន់តែឃើញភ្លាមគេក៏ស្គាល់ថានេះគឺជាវិជារឡើងវិញហើយក៏បាននិយាយថាវាពិតជាគួរឲ្យចាប់អារម្មណ៍រីឯអ្នកស្រីក៏បាននិយាយថាតើវាគឺជាវិជាសម្ងាត់ដែលប្រើព្រលឹងដើម្បីបង្កើតរាងកាយឃើញចឹង Ventinren ក៏បាននិយាយថាល្អណាស់ល្អខ្លាំងណាស់នៅទីបំផុតក៏មានអ្វីដែលអាចតាក់ទាញចំណាប់អារម្មណ៍របស់នាងបានហើយនិងបន្តនិយាយទៀតថាកន្លែងនេះគឺសម្បូរទៅដោយថាមពលយិនដូច្នេះហើយអ្នកប្រើប្រាស់វិជានេះប្រកាសជាបានត្រៀមខ្លួនរួចជាស្រេចចំណែកឯស្ត្រីវ័យក្មេងក៏បាននិយាយទៀតថាវាហាក់បីដូចជាអ្នកប្រុសគឺចាប់អារម្មណ៍នៅកន្លែងមួយនេះដូច្នេះតើវាពិតជាកន្លែងដែលអ្នកប្រុសឯងតាមរកមែនលើនាងទីត្រូវចឹង Ventinren ក៏បានសរសើរថាអីយ៉ាងនាងឆ្លាតពិតជាស័ក្តិសមជាអ្នកដឹកនាំនៃបកភ្លេងមែនហើយក៏បន្តនិយាយទៀតថាពិតមែនហើយកន្លែងដែលមានយិនខ្លាំងនេះគឺជាកន្លែងមួយដែលខ្ញុំត្រូវការក៏ប៉ុន្តែវាមិនមែនជាកន្លែងដែលខ្ញុំស្វែងរកឡើយគឺខ្ញុំត្រូវការបច្ចេកទេសសម្ងាត់របស់នាងស្ដាប់ឮ Ventinren និយាយអញ្ចឹងហើយនាងក៏បានតបថាអាបខ្មោចឋានសួគ៌កន្លែងមានថាមពលយិនខ្លាំងមើលទៅខ្ញុំដូចជាបានយល់នៅរឿងមួយចំនួនហ្នឹងវាគ្រាន់តែថាបើសិនជាសម្លេងដែលបន្សល់ទុកដោយដូនតាតកូលវាងវាពិតជាមានថាមពលខ្លាំងបែបនេះអ្នកប្រុសប្រកាសជាខាត់ខ្ញុំទុកនៅទីនេះពិតអត់ហើយនាងក៏នៅតែបន្តនិយាយទៀតថាអីយ៉ាងមើលទៅវាសនាក៏ពិតជាចម្លែកមែនហើយ Ventinren ក៏បានតបថាអីយ៉ាងបើសិនជាខ្ញុំរកឃើញនៅលើកនេះខ្ញុំនឹងដោះលែងនាងអូខេអត់ហើយគេក៏បានបញ្ជាឲ្យចូលទៅមើលកន្លែងដែលបញ្ចេញនៅថាមពលមួយហ្នឹងកាត់មកមើល Hanley របស់យើងវិញកំពុងតែសម្លាប់អ្នកកម្រិតទី3ថ្នាក់កណ្ដាលចំនួនប្រហែលជា 2-3 នាក់និងព្រមទាំងនិយាយទៀតថាវាហាក់បីដូចជាស្មុគស្មាញឥឡូវហ្នឹងក៏ប៉ុន្តែឥឡូវក៏វានៅតែបានស្ងប់ស្ងាត់ទៅវិញហើយកំពុងតែនិយាយសុកៗនឹង Hanley ក៏បានចាប់អារម្មណ៍នឹងថាមពលចេញពីរទេះស្នែងរបស់ Ventinren ហើយបន្ទាប់ពី Hanley មើលរទេះស្នែងនឹងអស់មួយរយៈយើងឃើញថារឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរហើយខ្ញុំក៏អត់ដឹងថាពេលដែលខ្ញុំផុសវីដេអូហ្នឹងទៅវាជាប់ copyright ឬក៏អត់ទេតែមានតែសារលបងហ្នឹងទៅដោយសារតែខ្ញុំដាក់វីដេអូរៀងវែងៗដើមដំបូងនៃសាច់រឿងរបស់យើង Ventinren ក៏បានឆ្ងល់នឹងសួរថាតើណាគេក៏នៅទីនោះហើយក៏បានប្រើថាមពលវិញ្ញាណដើម្បីឆែកមើលតែ Hanley ក៏នៅតែអាចទប់ទល់នឹងថាមពលមួយនឹងបានហើយឆ្ងល់ថាហេតុអីបានជាគេមកកន្លែងដាច់ស្រយាលបែបនេះឃើញ Hanley ទប់ទល់បានអញ្ចឹងគេក៏សរសើរថា Hanley គឺពិតជាមិនធម្មតាមែនលើកដាច់មួយកឹកក៏បានហោះចាក់ចេញទៅបាត់ថែមទាំងនិយាយទៀតថាអ្នកនាងចាំមកផ្លេតខ្ញុំនឹងត្រឡប់មកវិញរីឯស្ត្រីម្នាក់នឹងវិញក៏នៅតែចាប់អារម្មណ៍ចំពោះស្នៀតការរស់ឡើងវិញហ្នឹងបន្ទាប់ពី Ventinren ហោះមកដល់ក្រោមហើយយើងក៏ឃើញថាបល្ល័ង្កទឹកកកមួយក៏បានលើកឡើងដែលភ្ជាប់សំណួរសួរទៅកាន់ Hanley ថាវិជានេះគឺជារបស់សម្លាញ់ឯងមែនឬមួយក៏ជារបស់មិត្តភក្តិរបស់សម្លាញ់ឯងដោយសារតែ Hanley ប្រើនៅវិជាកលាខ្លួនអញ្ចឹងហើយ Ventinren ក៏មិនស្គាល់ Hanley ដែរហើយ Hanley ក៏បានឆ្លើយតបទៅវិញថាត្រូវហើយសម្លាញ់ហ្នឹងគឺពិតជាមិត្តរបស់ខ្ញុំហើយគេប្រើវិជាមួយដើម្បីជួយសង្គ្រោះមិត្តភក្តិដូច្នេះហើយសង្ឃឹមថាសម្លាញ់នឹងមិនជ្រៀតជ្រែករឿងនេះឡើយគណៈពេលហ្នឹងស្ត្រីម្បាញ់វិញក៏បានមកដល់ដែលនាងមានឈ្មោះថា Sealing ហើយស្ថិតនៅក្នុងកម្រិតទី3ថ្នាក់ដំបូងបន្ទាប់ពីនាងបានមកដល់ហើយក៏សង្កេតឃើញថាមាននៅទង់ក្បួនមាននៅអាយ៉ងក៏ដូចជាអាវុធព្រលឹងដែលអាចឲ្យនាងសន្និដ្ឋានបានថាម្នាក់នឹងដែរគឺជា Hanley ឃើញថាម្នាក់ស្រីនឹងគឺជា Sealing Hanley ក៏មានការភ្ញាក់ផ្អើលដែរឆ្ងល់ថាហេតុអីបានជានាងមកទីនេះចំណែក Ventinren គេក៏បានសួរទៅកាន់ Hanley ថាតើអ្នកឯងគឺជាអ្នកវឹកហាត់ solo មែនខ្ញុំបានស្គាល់អ្នកកម្រិតទី3ជាច្រើនដែរក៏ប៉ុន្តែខ្ញុំដូចជាមិនដែលស្គាល់ឯងនោះទេហើយបានសរសើរ Hanley ថាមើលទៅពិតជាសមត្ថភាពមិនធម្មតាមែនថែមទាំងមានអាវុធព្រលឹងថែមទៀតផងមិនត្រឹមតែប៉ុណ្្នឹងទេ Hanley ក៏មានថាមពលវិញ្ញាណដ៏ខ្លាំងក្លាផងដែរ我观道友本事不差，尤其是神识颇为精明。អាយ៉ាសម្លាញ់យើងគឺមានសំណើមួយសម្រាប់ឯងហើយនឹងមិត្តភ័ក្តិដែលនោះគឺជាការចូលរួមជាមួយនឹងសម្ព័ន្ធផ្កាយធ្លាក់របស់យើងហើយឲ្យតែសម្លាញ់ឯងព្រមចូលរួមតកោវិនរបស់យើងប្រកាសជាផ្ដល់ឱកាសមួយចំនួនទៅក្នុងការវឹកហាត់ឬហើយ Hanley របស់យើងក៏បានគិតអាយ៉ាចង្ក្រានឋានសួគ៌នៅជាប់នឹងខ្លួនខ្ញុំអញ្ចឹងមិនថាប៉ាល្អឬមួយក៏អាក្រក់ឡើយឲ្យតែខ្ញុំបង្ហាញខ្លួនប្រកាសជាងាប់ Hanley របស់យើងបំរុងនឹងតបហើយ Sealing ក៏បាននិយាយជំនួសថាអាយ៉ាអ្នកវឹកហាត់គ្មានគ្នាលោក Ventinren គឺជាអ្នកស្នងតំណែងអាចារ្យផ្លូវ6និងគឺជាអ្នកខ្លាំងបំផុតនៅក្រោមកម្រិតទី4នៅសមុទ្រផ្កាយវឹកបោមួយនេះអញ្ចឹងឯងមុននឹងនិយាយអីគួរតែគិតឲ្យច្បាស់សិនទៅកុំឲ្យបោះបង់ជីវិតចោលដោយឥតប្រយោជន៍ស្ដាប់ហើយ Hanley របស់យើងក៏បានគិតថាតើនាងកំពុងតែព្យាយាមប្រាប់ខ្លួនមែនហើយចំណែក Sealing វិញក៏នៅតែគិតក្នុងចិត្តទៀតថាលបងហានក៏ត្រូវតែប្រុងប្រយ័ត្នខ្លួនបរិមអ្នកនេះគឺពិតជាកម្រមានដៃគូណាស់នៅក្រោមកម្រិតទី4ហើយ Hanley ក៏បានធ្វើជានិយាយថាអាយ៉ាតាមពិតទៅនេះគឺជាម្ចាស់តូចនៃវិមានផ្កាយធ្លាក់តើមើលទៅខ្ញុំពិតជាមានកិត្តិយសដល់ហើយនិងបានអរគុណទៅកាន់ទឹកចិត្តរបស់ Ventinren និងព្រមទាំងបាននិយាយទៀតថាគ្រាន់តែខ្ញុំគឺធ្លាប់តែវឹកហាត់នៅម្នាក់ឯងមិនដូចជានិកាយភ្លេងនោះទេដែល
ចង់បង្កើតមិត្តភាពជាមួយវិមានផ្កាយក៏ដូចជាសម្ព័ន្ធផ្កាយធ្លាក់ក្នុងពេលតែមួយដូច្នេះហើយខ្ញុំគ្រាន់តែជាអ្នក work hard ធម្មតាប្រកាសជាមិនអាចធ្វើវាបានឡើយលឺអញ្ចឹង Ceiling ក៏នៅតែតបអីយ៉ាអ្នក work hard គ្មានឈ្មោះខ្ញុំគ្រាន់តែមានបំណងល្អចង់ជួយអញប៉ុណ្ណោះមើលទៅបំណងល្អរបស់ខ្ញុំក៏ពិតជាគ្មានប្រយោជន៍នោះទេនឹងបានបបួល Valentine Rain ថាលបង Valentine Rain ណាតែយើងត្រឡប់ទៅវិញមើលទៅមនុស្សម្នាក់នេះពិតជាពិបាកនិយាយគ្នាខ្លាំងណាស់បន្ទាប់ពីឮការនិយាយជាច្រើនរបស់ Ceiling Valentine Rain គេក៏បានសាយថាអីយ៉ាយធម្មតាមេប៉ា Ceiling ដូចជាមិននិយាយច្រើនចឹងនោះទេមិនក៏ថ្ងៃនេះដូចជាអន្ទះសាមដែលធ្វើឲ្យ Ceiling នាងក៏មានការភ័យខ្លួនតិចតួចដែរ Valentine Rain ក៏នៅតែបន្តនិយាយអីយ៉ាសម្លាញ់ខាងនេះប្រកាសអត់ថាយើងអត់ដែរជួបគ្នាមិនក៏អារម្មណ៍យើងចេះតែនឹកឃើញថាឯងដូចជាធ្លាប់ស្គាល់មិនដឹងទេឃើញ Valentine Rain មានការសង្ស័យអញ្ចឹង Hanley ក៏បានប្រើធម៌ពលដើម្បីបិទនៅស្លាកសញ្ញានៅក្នុងខ្លួនដែលស្លាកហ្នឹងគឺជាស្លាករបស់ Valentine Rain ដែលបកគលឲ្យដូច្នេះ Hanley ខ្លាចថា Valentine Rain គឺបានទទួលដឹងអំពីធម៌ពលរបស់វា Valentine Rain ក៏នៅតែបន្តនិយាយអីយ៉ាមើលទៅខ្ញុំដូចជាច្រឡំហើយអញ្ចឹងក៏គួរតែបំភ្លេចវាចោលទៅខណៈដែលប្រុងនឹងដើរចេញទៅហើយនោះ Valentine Rain ក៏បាននិយាយថាអាយ៉ាចាំបន្តិចសិនជាធម្មតាខ្ញុំដូចជាមិនដែលប្រកែកដោយអ្នកណាឡើយដូច្នេះគេក៏បានដាក់សំណើពីរសាជាថ្មីដែលទី1គឺជាការចូលរួមជាមួយសម្ព័ន្ធផ្កាយធ្លាក់ហើយទី2គឺឯងនឹងស្លាប់នៅទីនេះលើសម្ដីដល់ក៏ឃ្លើនអញ្ចឹង Hanley ក៏បានគិតក្នុងចិត្តថាអាយ៉ាយើងបានឲ្យឱកាសឯងទៅហើយប៉ុន្តែឯងគឺចង់បានបែបនេះដោយខ្លួនឯងនោះទេហើយបន្តនិយាយទៅកាន់ Valentine Rain ថាលបងខ្ញុំគឺពិតជាមិនអាចចូលជាសម្ព័ន្ធវិមានផ្កាយធ្លាក់របស់លបងឯងបានឡើយក៏មិនអាចស្លាប់នៅទីនេះបានដែរក៏ប៉ុន្តែខ្ញុំចង់បាននៅសំណើផ្សេងមួយទៀតអាយ៉ាលបងគេឈ្មោះដែលថាអ្នកខ្លាំងក្រោមកម្រិតទី4ហ្នឹងចុងក្រោយវានៅតែជាកម្រិតទី3ដដែលហ្នឹងហើយមើលទៅវាដូចជាអត់ស័ក្តិសមមួយលបងឯងនោះទេបើសិនជាទុកឲ្យខ្ញុំវិញតើវាមិននៅក្រោយពី Hanley បាននិយាយចប់ Valentine Rain ក៏គេនៅតែបន្តអាយ៉ាយើងប្រកាសជាដឹងថាថ្ងៃនេះនឹងមានការប្រយុទ្ធគ្នានឹងបានបើកការវិភាគអមដោយធម៌ពលទឹកកកចំណែក Hanley បើយើងវិញបានដកថយការពារខ្លួនជាបណ្ដោះអាសន្ននិងព្រមទាំងបានដកដាវយកមកការពារខ្លួនបន្ទាប់ពីបានគេឆ្វេងគេស្ដាំអស់មួយរយៈ Hanley ក៏បានបញ្ចេញនៅខែការពារជាបន្ទាប់តែសូមជាពាក្យឈ្មោះសិនអត់ដឹងថាខែការពារនឹងឈ្មោះអីខ្ញុំភ្លេចបាត់ហើយបន្ទាប់ពីបានបញ្ចេញនៅកងរង្វង់ការពារខ្លួនឲ្យ Hanley បើយើងក៏នៅតែមើលឆ្វេងមើលស្ដាំស្វែងរកចន្លោះដែលអាចវិភាគបាននិងជាចុងក្រោយ Hanley ក៏បានសម្រុកចូលឃើញ Hanley បើយើងសម្រុកចូលអញ្ចឹង Valentine Rain គេក៏បានបញ្ចេញនៅខែការពារខ្លួននិងបាននិយាយថាឆាប់ចូលមកកំពុងតែការពារខ្លួនសក់ហ្នឹងឃើញថា Hanley បើយើងក៏បានលេចខ្លួននៅខាងក្រោយប៊ីសនឹងចាក់ត្រូវក្បាលរបស់គេក៏ប៉ុន្តែ Valentine Rain ក៏ពិតជារហ័សមែនទែនបានចាប់លំពេញ Hanley ជាប់ហើយក៏វាត់គេទៅមកខាងទៀតហើយគេក៏ចង់បន្តប្រើលំពេញ Hanley យកមកវាយប្រហារ Hanley ក៏ប៉ុន្តែ Hanley ក៏បានប្រាប់ថាឲ្យវារលាយខណៈដែលអ្នកទាំងពីរកំពុងតែដោះដូរដៃគ្នាកូនចៅរបស់ Valentine Rain ក៏ចង់លូកដៃជួយក៏ប៉ុន្តែ Ceiling ក៏បាននិយាយថាមិនចង់ឲ្យលោកម្ចាស់អាម៉ាស់មែនឆាប់ដកថយភ្លាមទៅកុំបំផ្លាញការសប្បាយរបស់គាត់ Valentine Rain ក៏បាននិយាយមេប៉ា Ceiling គឺនិយាយត្រូវហើយពួកឯងនៅឆ្ងាយទៅរងចាំបន្តិចឲ្យយើងកាត់ក្បាលវាសិនឮពីជាពីមេអញ្ចឹងម្នាក់ស្រីហ្នឹងក៏មិនហ៊ានទៀតដែរនឹងគ្រាន់តែបានប្រាប់ថាលោកម្ចាស់ប្រយ័ត្នខ្លួនផងកុំចូលទៅគៀកពេកប្រយ័ត្នមានគ្រោះថ្នាក់កាត់មើលការចម្បាំងនេះវិញឃើញថា Hanley បើយើងក៏បានខ្ទៀតក៏ប៉ុន្តែនៅតែបញ្ចេញដាវយកមកប្រយុទ្ធចំណែក Valentine Rain វិញគេក៏បានបញ្ចេញនៅទង់ពណ៌ស្វាយរបស់គេមកផងដែរហើយអា style come on របស់គេនឹងក៏នៅតែមិនចោលអញ្ចឹងឃើញថាចំហាយថាអំពូលចេញពីទង់ពណ៌ស្វាយនឹងក៏បានហុំពណ៌ Hanley ចិត្តចំណែក Valentine Rain គេក៏នៅតែនិយាយច្រើនអញ្ចឹងមើលទៅដាវរបស់អញក៏ពិតជាល្អនិងគួរចាប់អារម្មណ៍គ្រាន់តែថាវាមានថាអំពូលខ្សោយពេកបើចង់ប្រៀបមួយទង់ពណ៌ស្វាយរបស់បងវានៅស្ទើរណាអូននិងយើងឃើញថា Valentine Rain គេក៏នៅតែបន្តហោះឆ្វែលពេញនឹងឯងហោះកាត់ឆ្វេងហោះកាត់ស្ដាំ Hanley បើយើងក៏ផឹងសន្លឹងមើលឃើញថាមាននាគមួយចំនួន Hanley ក៏នៅតែបន្តកិច្ចនឹងបានបញ្ចេញនៅតែយ៉ងលេបព្រលឹងចេញមកបន្ទាប់ពីបានបញ្ចេញនៅតែយ៉ងលេបព្រលឹងហើយ Hanley ក៏បានឃើញពីដានរបស់ Valentine Rain មិនទុកយូរឲ្យជួបអោមនោះទេ Hanley ក៏បានពួយលំពេញទៅសម្ដៅគោលដៅអធិស្ឋានមិនគប់ Valentine Rain នេះគឺទង់ពណ៌ស្វាយរបស់គេបន្ទាប់ពីបានប្រមូលសត្វតាយ៉ងហើយ Hanley ក៏បានបង្កើតវាទៅជាសត្វតាយ៉ងដ៏ធំមួយដើម្បីប្រយុទ្ធប្រឆាំងនឹង Valentine Rain ហើយ Valentine Rain គេក៏បានបញ្ចេញនៅបញ្ជុលពណ៌មាសរបស់គេបាញ់បហាយ៉ាងសោះសាច់បញ្ជុលពណ៌មាសបានសម្លាប់នៅសត្វតាយ៉ងជាច្រើនពាន់ក្បាលហើយក៏នៅតែបន្តដេញវាបហាទៅកាន់ Hanleyហើយឃើញអញ្ចឹង Hanley ក៏បានបញ្ចេញនៅខែការពារមួយទៀតដើម្បីការពារខ្លួនរីឯ Valentine Rain ក៏នៅតែបន្តនិយាយច្រើនដាវហោះសត្វល្អិតវិញ្ញាណវត្ថុបុរាណមើលទៅវត្ថុលើខ្លួនរបស់ឯងក៏ពិតជាមានច្រើនមែនក៏ប៉ុន្តែពិតជាគួរឲ្យស្ដាយដែលវាមិនទាន់ដល់កម្រិតកំពូលនៅក្រៅពីឃើញថាស្ថានភាពដូចជាមិនល្អ Hanley ក៏បានបញ្ចេញនៅសន្លឹកបៀរបស់ខ្លួនមួយឃើញអញ្ចឹង Valentine Rain ក៏បាននិយាយថាគឺជាយ័ន្តឈីមីងតាមពិតគឺជាឯងតើមើលទៅកម្រិតទី3ថ្នាក់ដំបូងកាលពីលើកមុនក៏ជាការបោកប្រាស់របស់ឯងដែរត្រូវអត់ Valentine Rain និយាយច្រើនអញ្ចឹងតែ Hanley ក៏នៅតែមិនតបនិងព្រមទាំងបានបញ្ចេញនៅអានុភាពរបស់យ័ន្តនិងយើងឃើញថាសមត្ថភាពរបស់វាគឺពិតជាមិនធម្មតាហើយបានបង្កើតទៅជាមជ្ឈុលអ្វីយ៉ាងបន្ទាប់ពីអាវុធដូចជាមជ្ឈុលនឹងបានហោះទៅបុកជាមួយនឹងមជ្ឈុលពណ៌មាសរបស់ Valentine Rain យើងឃើញថាមជ្ឈុលរបស់ Valentine Rain ក៏បានខ្ទាតទៅខាងក្រោយវិញព្រមទាំងបាននិយាយថាហ៊ានធ្វើឲ្យអាវុធរបស់យើងខូចខាតផងក៏ប៉ុន្តែ Hanley របស់យើងក៏នៅតែអត់ខ្វល់បានប្រើដាវមកការពារខ្លួនជាធម្មតាចំណែកឯអាចរិតនិយាយច្រើនរបស់ Valentine Rain នឹងក៏នៅតែបន្តបើកាលនឹងយើងសម្លាប់ឯងគឺវារួចរាល់បាត់ទៅហើយក៏ប៉ុន្តែសម្លាប់ឥឡូវក៏វាមិនទាន់ហួសពេលឡើយហើយបានបញ្ចេញនៅធម៌ពលពណ៌ខ្មៅយ៉ាងខ្មុលខ្មាញ់ឃើញអញ្ចឹង Hanley ក៏មានការងើយឆ្ងល់ដែរក៏ប៉ុន្តែនៅតែប្រើដាវយកទៅទប់ទល់
你们这些反 វិញធានក៏នៅតែបន្តនិយាយអាក្រុមវឹកហាត់ម្នាក់ឯងចឹងគឺពិតជាថោកទាបមែនទែនទើបឡើងមកដល់កម្រិតទី2ទី3ហ្នឹងគឺដោយសារតែតំណាងប៉ុណ្ណោះហើយមិនអូនឯងហ្នឹងគិតថាសាកសមនឹងបោះជើងចូលផ្លូវអមតៈហើយមែនតែហានលីបើយើងក៏នៅតែមិនខ្វល់អញ្ចឹងបានបញ្ចេញនៅធម៌ពលយ៉ាងខ្មុលខ្មាញ់ដើម្បីធ្វើជាការវាយប្រហារដ៏ខ្លាំងបំផុតរបស់គាត់ហើយធានរេនហ្នឹងគឺពិតជានិយាយច្រើនមែនដោយបានថារវល់យកឆាប់សូមកតែ ultimate របស់ឯងហ្នឹងអាចបំផ្លាញការការពាររបស់ទង់ពណ៌ស្វាយបើយើងបានអត់ 的攻击是否能打破我这紫云端的防御？ នៅក្រៅពីបានបើកការវាយប្រហារដ៏ខ្លាំងក្លាហានលីក៏បាននិយាយអីយ៉ាអូនេះពិតជាក្បាលរឹងមែនត្រូវប៉ុណ្ណឹងនោះអត់តន់ងាប់ទៀតវិញធីនរេនបានដាច់ដៃក៏ប៉ុន្តែមិនមែនដាច់មាត់អញ្ចឹងក៏នៅតែបន្តនិយាយមិនក៏វាអាចប្រើវិជាដែលបាត់បង់ជាយូរណាស់ហើយរបស់កោះជាយិនអញ្ចឹងបន្ទាប់ពីនិយាយហើយគេក៏បានសាច់បន្ទាប់ពីសាច់ហើយក៏គេនៅតែបន្តនិយាយអូនណានេះគឺជាឱកាសចុងក្រោយរបស់ឯងហើយយើងនឹងបង្ហាញស្នៀតសម្ងាត់ពិតប្រាកដឲ្យឯងបានឃើញថាវិញធីនរេនគេបញ្ចេញនៅធម៌ពលដ៏ខ្មុលខ្មាញ់អញ្ចឹងហានលីបើយើងក៏បានដាក់ធម៌ក្របដើម្បីជំនួយធម៌ពលនឹងតិចក្រោយមកយើងឃើញថាមានបេសាចមួយក្បាលបានលេចចេញឡើងហើយបច្ចេកទេសមួយនេះផងដែរមានឈ្មោះថាសិល្បៈបេសាចទាំង6បេសាចដែលកាន់ឈើច្រត់នេះគឺជាបេសាចទី6ហើយអាបេសាចដែលកាន់កដៀវគឺជាបេសាចទី5ហើយពងសាពះនឹងគឺជាបេសាចទី4ហើយវាក៏នៅមានបេសាចទី3បេសាចទី2ហើយចុងក្រោយគេគឺជាបេសាចទី1ដែលទី1នឹងគឺជាអាចារ្យផ្លូវ6មានកម្រិតទី4បន្ទាប់ពីវិញធីនរេនគេបានកោះហៅបេសាចទាំងអស់នឹងហើយយើងឃើញថាបេសាចមួយក៏បានព្យាបាលដៃឲ្យគេហើយចុងក្រោយគេក៏មានដៃដូចជាធម្មតាវិញចំណែករាងកាយរបស់គេវិញក៏ប្រែប្រួលដូចជាបេសាចអញ្ចឹងនឹងព្រមទាំងបាននិយាយថាបានស្លាប់នៅក្រោមបច្ចេកទេសបេសាចទាំង6ឯនេះពិតជាមានកិត្តិយសមែនតែហានលីនៅតែគិតក្នុងចិត្តអាលបលយកនៅតែនិយាយច្រើនទៀតនៅក្រៅពីបាននិយាយចប់ពួកគេក៏បានបើកការវិហារទៅកាន់ហានលីមានណាបេសាចមួយនឹងហក់កាប់ហានលីកាប់ឆ្វេងកាប់ស្ដាំធ្វើឲ្យហានលីគេចស្ទើរតែរួចហើយចុងក្រោយហានលីក៏បានដកឃ្លាដើម្បីប្រើប្រាស់នៅលំពេញរបស់ខ្លួនបន្ទាប់ពីបានក៏ហៅលំពេញវិញ្ញាណហើយហានលីក៏បានបើកការវិហារវិញទៅដោយលំពេញរបស់ខ្លួនក៏ប៉ុន្តែបេសាចកាន់កដៀវក៏នៅតែបើកការវិហារដ៏ខ្លាំងក្លាដែលជាហេតុធ្វើឲ្យហានលីបានធ្លាក់ចូលក្នុងបឹងតាពាំងតែគេនៅតែហោះឡើងមកវិញនឹងបានទៅបន្តប្រយុទ្ធជាធម្មតាបន្ទាប់ពីបានកាប់ឆ្វេងកាប់ស្ដាំហានលីក៏បានប្រែកាឡាលំពេញរបស់ខ្លួនទៅជា2ដើម្បីងាយស្រួលក្នុងការប្រយុទ្ធមួយទល់នឹងគ្នាច្រើនមើលទៅមិនងាយស្រួលទេសម្រាប់ហានលីក៏ប៉ុន្តែហានលីនៅតែព្យាយាមប្រយុទ្ធអញ្ចឹងក៏ពីដោះដៃគ្នាបានមួយរយៈហានលីក៏ត្រូវបានពួកគេហុំព័ទ្ធឃើញអញ្ចឹងហានលីក៏បានបញ្ចេញនៅស្នៀតមួយដែលមានឈ្មោះថាទឹកខៀវបៃតងការបង្កើតពីដែកនិងយើងក៏ឃើញថាមានតកជាច្រើនចេញមកការពារខ្លួនរបស់ហានលីចំណែកឯបេសាចទី4វិញវានៅតែធ្វើដៃឆ្វេងឆ្វាច់បង្កើតនៅអ្វីមួយយ៉ាងរាងដូចជាពីរ៉ាមីតដើម្បីឃុំខ្លួនរបស់ហានលីហើយចុងក្រោយគេក៏ឃុំខ្លួនហានលីបានសម្រេចឃើញអញ្ចឹងហានលីបើយើងក៏បានគិតក្នុងចិត្តថាចង់គ្រប់គ្រងក្បួនរបស់យើងផងតែបេសាចទី4វានៅតែអត់ខ្វល់នឹងបន្តគ្រប់គ្រងហើយទង់របស់ហានលីក៏បានប្រែក្លាយទៅជាពណ៌ក្រហមបន្តិចក្រោយមកយើងឃើញថាបេសាចទី2វាក៏បានរើរួចនឹងចង់មកកាប់ហានលីក៏ប៉ុន្តែហានលីក៏បាននិយាយថាចង់កាប់បងនៅស្ទើណាអូនហើយហានលីបើយើងក៏បានបញ្ចេញនៅស្នៀកមួយទៀតមានឈ្មោះថានិមិត្តសញ្ញា4ពណ៌ខ្មៅការបង្កើតអណ្ដើកនឹងជាលទ្ធផលយើងក៏បានឃើញថាអាបេសាចទី4វាក៏ត្រូវបានខ្ទាតតែវាក៏ពិតជាក្បាលរឹងនៅតែបោកដៃគ្នាជាមួយនឹងអាបេសាចទី2ធ្វើការវាយប្រហារទៅកាន់ហានលីជាបន្តខណៈដែលសន្លឹងមើលមុខគ្នាបានបន្តិចស្អីឬបើយើងក៏ចប់តែប៉ុណ្្នឹងឯងដូច្នេះហើយមានតែរងចាំមើលនៅភាគ38ឯងនៅភាគថ្មីនេះឃើញថាបេសាចទាំងពីរនៅតែបន្តបើកការវិវហារទៅកាន់ហានលីហើយហានលីក៏បានបញ្ចេញនៅអាយ៉ងរបស់ខ្លួនចំនួន2និងព្រមទាំងគិតក្នុងចិត្តថាស្នៀបេសាចទាំង6នេះមានទាំងការការពារក៏ដូចជាការវិវហារហើយបើវាបូកគ្នាទៀតគឺកាន់តែពិបាកទប់ទល់ដូច្នេះហានលីត្រូវតែកម្ចាត់ចោលជាមុនសិនរីឯវិញធីនរេនវិញគេក៏នៅតែបន្តគ្រប់គ្រងបេសាចជាធម្មតាអាបេសាចទី2ក៏បានបើកការវិវហារទៅកាន់អាយ៉ងរបស់ហានលីហើយអាយ៉ងមួយក៏បានគេចផុតប៉ុន្តែអាយ៉ងមួយទៀតក៏មិនអាចគេចផុតដែរបន្ទាប់ពីរលាយវាក៏បានបង្កើតខ្លួនឯងទៅជាលំពេញចំនួន4ដើមដើម្បីវិវហារជាបន្តតែអាបេសាចទី2ក៏នៅតែគេចផុតនិងបន្តបើកការវិវហារទៅកាន់អាយ៉ងមួយផ្សេងទៀតបន្ទាប់ពីវាយចូលបានបន្តិចមើលទៅដូចជាមិនស្រួលហើយធានរេនគេក៏បានដកថយចេញមកវិញក៏ប៉ុន្តែជាអកុសលហានលីក៏បានចាប់វាជាប់អធិស្ឋានគឺជាអាយ៉ងរបស់ហានលីទេបន្ទាប់ពីកវីកវត្តហើយគេក៏បានប្រែក្លាយទៅជាលំពេងវិញដើម្បីបន្តហក់ចាក់ចំណែកបេសាចទី2ក៏មិនអន់ដែរគេក៏នៅតែបន្តទប់រងបានបន្ទាប់ពីទប់រងហើយគេក៏បានដកឃ្លាមួយសិនតែទោះបីជាដកឃ្លាក៏នៅតែអាយ៉ងរបស់ហានលីធ្វើការវាយប្រហារជានិច្ចអញ្ចឹងហើយធ្វើឲ្យបេសាចទី2នឹងខ្ទាតតណាតណៃប្រហែលជា100ម៉ែត្របូកថ្មផងអីផងកាត់មកមើលហានលីវិញឃើញថាកំពុងតែប្រយុទ្ធជាមួយនឹងបេសាចមួយទៀតតាមខ្ញុំចាំបានដូចជាបេសាចទី4បន្តវាយគ្នាឆ្វេងស្ដាំហានលីចាក់មកជ្រុចក៏វត្តទៅម្ខាងទៀតតែចាក់ត្រូវប៉ុណ្ណឹងគេអត់ឈឺក៏នៅតែបន្តរត់គេចហានលីបន្តដេញតាមប៊ីណានឹងចាក់ត្រូវក្បាលក៏ហើយប៉ុន្តែគេក៏នៅតែអាចគេចផុតរត់ទៅម្ខាងហានលីក៏នៅតែបន្តដេញមានទាំងក្បាច់ហក់ចាក់ផងមានទាំងមច្ឆាកលែងខ្លួនផងកវីមច្ឆាច់ប៊ីណាដាច់ក្បាលក៏លេចទៅមើលវិញធីនរេនវិញឃើញថាគេក៏នៅតែធ្វើស្អីគេជីវិតដដែលហើយអាបេសាចទី2គឺពិតជាចិត្តសឿងមែនតើហក់មកសម្ដៅកាប់ហានលីឃើញចឹងហានលីក៏បានគិតក្នុងចិត្តថា
ចង្ងាយប៉ុណ្ណឹងគឺវាសមល្មមហើយនឹងព្រមទាំងបានប្រើទង់របស់ខ្លួនបង្កើតបានទៅជាស្នៀតមួយមានឈ្មោះថាការបង្កើតខ្យល់និងការបង្កើតពីដែកនិយាយទៅវាគឺជាបច្ចេកទេសមួយដែលបូករួមស្នៀតចំនួន2ចូលគ្នាហើយឥទ្ធិពលរបស់វាពិតជាខ្លាំងមែនតើមានខ្យល់គួចផងមានទាំងទឹកកកផងដែលជាហេតុធ្វើឲ្យបិសាចទាំងពីរត្រូវបានកកនៅក្នុងក្បួនរបស់ហានលីមិនទុកយូរឲ្យជួបប្អូននោះទេហានលីក៏បានពួយប្រខ័ណ្ឌទៅកាន់អាបិសាចទី4ពួយត្រូវ2 3មិនអស់ចិត្តហានលីក៏បានបញ្ចេញមួយទៀតយកមកច្រាក់លើសូត្រតាព្រួចអធិស្ឋានអ្នកទាំងអស់គ្នាវាគឺជាបិសាចទី3ហើយច្រឡំទី4ចំណែកអាបិសាចទី4ក៏ត្រូវបានអាយ៉ងហានលីចាក់ចំនួន2លំពេងដូចគ្នាផងដែរចាក់2មិនអស់ចិត្តគេក៏នៅតែបន្តចាក់3ចាក់4ចាក់5ចាក់6អញ្ចឹងទៅហើយហានលីបើយើងក៏នៅតែបន្តចាក់រហូតអញ្ចឹងដែលជាហេតុធ្វើឲ្យបិសាចទាំងពីរហ្នឹងក៏បានផ្ទុះខ្លួនបានបន្ទាប់ពីបិសាចទាំងពីរបានផ្ទុះខ្លួនស្លាប់ហើយហានលីក៏បានប្រមូលសត្វល្អិតរបស់ខ្លួនយកមកទុកវិញហើយវិនធីនរេនគេក៏បានប្រើថាមពលមហុំព័ទ្ធហានលីនិងមានបិសាចមួយបានលេចចេញឡើងហើយធ្វើការគ្រប់គ្រងទៅលើហានលីបន្ទាប់ពីត្រូវបានគេគ្រប់គ្រងហានលីក៏បានធ្លាក់មកក្នុងពិភពមួយផ្សេងទៀតនៅក្នុងរូបភាពនៃការបំផន់នឹងឃើញថាបិសាចទាំង6ក៏នៅទីនឹងដែរក៏ប៉ុន្តែហានលីបើយើងក៏នៅតែអត់ខ្លាចអញ្ចឹងបានប្រើនៅស្នៀតមួយដែលបានដកខ្សែបូមួយមានឈ្មោះថាបូតហើយបានធ្វើឲ្យវាបង្កើតបានទៅជាផ្កាឈូកហុំព័ទ្ធជុំវិញខ្លួនបន្ទាប់ពីហុំព័ទ្ធហើយហានលីបើយើងក៏បានស្រែកថាបង្ក្រាបហើយបច្ចេកទេសមួយនេះដែរមានឈ្មោះថាការបង្កើតដ៏អស្ចារ្យបន្ទាប់ពីបង្ក្រាបហើយឃើញថាវ៉ែនធីនរេនគឺក៏ត្រូវរបួសបន្តិចតួចដែរដោយសារតែគេគឺជាអ្នកប្រើប្រាស់បច្ចេកទេសមួយហ្នឹងរីឯហានលីបើយើងក៏នៅតែបន្តសង្កេតទៅលើបិសាចទាំង6អញ្ចឹងដែលមានដូចជាព្យាបាលការវាយប្រហារវាឆ្មក់រូបភាពបំផន់ការបង្កើតក្បួននិងការការពារនិងជាចុងក្រោយហានលីក៏បានគិតថាទៅតែកម្ចាត់អាបិសាចព្យាបាលជាមុនសិនបន្ទាប់ពីគិតហើយហានលីក៏បាននិយាយថាណែសម្លាញ់ប្រើប្រាស់បច្ចេកទេសប្រឆាំងឋានសួគ៌អញ្ចឹងមើលទៅដូចជាចំណាយថាមពលមិនតិចទេត្រូវអត់អញ្ចឹងហើយប្រយ័ត្នអស់ថាមពលដើមលឿនអញ្ចឹងវ៉ែនធីនរេនគេក៏បានសើចនិងបានតបទៅវិញថាអាចគួនអាចកំបាំងនៃវិជាលំដាប់ទី1នៃសមុទ្រផ្កាយមិនក៏ឯងអាចទីបានដឹងអញ្ចឹងហើយជោគជាជាពេលវេលាទៅបើទោះបីជាឯងខំសួរពេលហ្នឹងក៏វាអត់ប្រយោជន៍ដែរយើងពិតជាស្អប់មនុស្សកុហកមែនតែនមិនថាគ្រូឯងជាអ្នកណានោះទេថ្ងៃនេះឯងត្រូវតែស្លាប់នៅទីនេះឮសម្ដីក៏ក្លឿនអញ្ចឹងហានលីបើយើងក៏បានតបល្អខ្លាំងណាស់និយាយចប់គេក៏បានបើកនៅស្លាប់វិញ្ញាណបន្តបើកការវិភាគទៅកាន់វ៉ែនធីនរេនហើយវ៉ែនធីនរេនគេក៏បានប្រើបិសាចរបស់គេមកទប់រងដែរក៏ប៉ុន្តែលបឿនរបស់ហានលីក៏ពិតជាលឿនមែនតែនបានធ្វើដំណើរឆ្លងលំហមកកាន់ម្ខាងទៀតឃើញថារបាំងការពារដូចជាអត់ប្រយោជន៍អញ្ចឹងគេក៏បានឆ្ងល់ថាស្អីគេលបលយកស្អីគេអញ្ចេះប៊ីនឹងចាក់ត្រូវក៏ប៉ុន្តែនៅតែចាក់ខុសហើយព្រោះថាវ៉ែនធីនរេនហ្នឹងគេបានបដូរខ្លួនជាមួយបិសាចទៅកន្លែងមួយផ្សេងទៀតហើយហានលីបើយើងក៏ឆ្ងល់ដែរថាសុកគេបានខ្លួនទៅណាមិញដូចជាបានបដូរខ្លួនជាមួយនឹងបិសាចក៏ប៉ុន្តែនៅតែមិនថ្មីពីព្រោះថាគេគឺបានសម្លាប់នៅអាបិសាចនៃការព្យាបាលបានមួយហើយហានលីបើយើងក៏នៅតែបន្តហោះឆ្វែលទៅមកអញ្ចឹងបន្ទាប់ពីគេបានហោះឆ្វែលអស់មួយរយៈហានលីក៏បានដកឃ្លាមកម្ខាងទៀតប្រើនៅបច្ចេកទេសមួយទម្លាក់ដាវប្រព័ន្ធមេកោមកពីលើមេឃក៏ប៉ុន្តែអាបិសាចទី1នេះក៏ពិតជាខ្លាំងមែនទែនបានបំបីការវិភាគរបស់ហានលីបន្ទាប់ពីបានបំបីការវិភាគរបស់ហានលីហើយឃើញថាវ៉ែនធីនរេនក៏គេបានបង្ហាញខ្លួននិងព្រមទាំងបានសរសើរពីបច្ចេកទេសផ្លាស់ទីដោយរន្ទះរបស់ហានលីថាពិតជាកម្រមែនទែននិងនៅតែបន្តនិយាយឌឺថាសម្លាញ់ឯងប្រើវាអញ្ចឹងប្រយ័ត្នអស់ថាមពលដើមតែហានលីបើយើងក៏នៅតែមិនខ្វល់អញ្ចឹងបានក៏ហឹមបន្តិចទះដៃមកឆ្វាច់បានទម្លាក់ដាវប្រព័ន្ធមេកោមកទៀតហើយបន្ទោះជាដាវដូចគ្នាប៉ុន្តែមើលទៅដូចជាអានុភាពខុសគ្នាព្រោះថាលើកនេះដូចជាមិនធម្មតានោះទេតែហានលីបើយើងបានញញឹមបានបន្តិចបញ្ចេញនៅអានុភាពរបស់វាកាន់តែខ្លាំងជាលទ្ធផលយើងឃើញថាបិសាចនៅក្នុងនោះនាំគ្នាឆក់តណាត់តណៃឡើងពេញហ្នឹងដែលស្នៀមួយនឹងផងដែរមានឈ្មោះថាការបង្កើតប្រមូលក្តុំរន្ទះកំពុងតែចេញពីដើមរស្មីយ៉ាងខ្លាំងក្លាក៏ប៉ុន្តែហានលីបើយើងក៏មិនទុកយូរទៀតដែរគេបានបំលាស់ទីទៅដាក់ម្ដាយចុងក្បាលពោះលើសូតាភូចម៉ាត់ម្ដាយកណ្ដាលមាត់លើសូតាផាច់និងម្ដាយចុងក្រោយចុងដង្ហើមលើសូតាឌឺបជាលទ្ធផលយើងឃើញថាវ៉ែនធីនរេនបានខ្ទាតប្រហែលជា200ម៉ែត្រក្រោមក្នុងចុងក្អួតឈាមបន្ទាប់ពីខ្ទប់មាត់កំអោយក្អួតឈាមហើយគេក៏បាននិយាយថាគឺជារន្ទះឋានសួគ៌ដាវរបស់ឯងនេះគឺសុទ្ធតែធ្វើពីឫស្សីរន្ទះមាសត្រូវអត់ដាវចំនួន24ដើមហើយហានលីបើយើងក៏បានតបដាវចំនួន24ដើមវាមិនធំដុំនោះទេប៉ុន្តែដោះស្រាយជាមួយឯងគឺវាគ្រប់គ្រាន់ហើយហានលីបំរុងនឹងចាត់ការជាបន្តប៉ុន្តែវ៉ែនធីនរេនគេក៏បាននិយាយថាឈប់សិនហើយយ៉ាងសម្លាញ់ហើយពីដើមឡើយពួកយើងទាំងពីរហ្នឹងដូចជាមិនមានគំនុំគុំគួនអីគ្នាធំដុំនោះទេហេតុអីបានជាចាំបាច់ប្រយុទ្ធគ្នាស្លាប់រស់នៅទីនេះទៅអីទៅអត់អញ្ចឹងហើយយើងគួរតែបញ្ឈប់ត្រឹមហ្នឹងសិនទៅហើយវ៉ែនធីនរេនហ្នឹងគេក៏នៅតែចង់បញ្ចុះបញ្ចូលហានលីឲ្យចូលជាសម្ព័ន្ធរបស់គេតែហានលីបើយើងក៏នៅតែអត់ចូលអញ្ចឹងនឹងប្រននឹងបាននិយាយថាសម្លាញ់ហើយនិយាយពេលនេះគឺវាហួសពេលហើយអញ្ចឹងក៏គួរតែទទួលយកវាទៅឃើញថាហានលីបើយើងអត់ចោះចូលអញ្ចឹងគេក៏បានសាច់ទាញនៅមជ្ឈុលពណ៌មាសរបស់គេចេញមកដោយភ្ជាប់ជាមួយពាក្យថាកុំអំនួតខ្លាំងពេកបើសិនជាយើងចង់ទៅឯងគឺមិនអាចហាមឃាត់យើងបានឡើយរីឯហានលីបើយើងក៏នៅតែបន្តគិតអាបកគោម្នាក់នេះបើសិនជាតោកទៀតអាចនឹងបង្កបញ្ហានៅថ្ងៃខាងមុខដូច្នេះក៏ត្រូវតែសម្លាប់ចោលនៅពេលនេះក៏ប៉ុន្តែមិនទាន់បានវ័យគ្នាផងយើងឃើញថាមានអ្វីចលាចលនៅក្នុងទឹកសមុទ្រហើយអ្វីដែលកំពុងចលាចលនឹងគឺជាបិសាចទី1នឹងឯងឃើញថានោះគឺជាបិសាចទី1 Ventin Ring គេក៏ចង់គ្រប់គ្រងដែរក៏ប៉ុន្តែវានៅតែអត់ប្រយោជន៍អញ្ចឹងនៅក្រៅមកទៀតយើងឃើញ
ថាបិសាចមួយនឹងវាបានប្រមូលថាមពលយ៉ាងខ្លាំងក្លាដើម្បីបើកការវាបហាមួយតែវាបហានឹងគឺគ្មានវាបហាទៅណាទេគឺបាញ់បហាទៅកាន់ទឹកសមុទ្រធ្វើឲ្យទឹកសមុទ្រគឺបាញ់ញែកទៅជាពីរបន្ទាប់ពីបានបើកការវាបហាដ៏ខ្លាំងក្លាហើយយើងឃើញថានៅក្រោមទឹកសមុទ្រនោះហាក់បីដូចជាមានរាជវាំងមួយក៏ប៉ុន្តែគ្មានអ្នកគេដឹងថារាជវាំងនោះគឺជាអីនោះទេក្រៅពី Ventin Rain ឃើញចឹង Ventin Rain ពិតជាភ្ញាក់ផ្អើលមែនទែននឹងព្រមទាំងបាននិយាយថានៅទីបំផុតខ្ញុំគឺបានរកឃើញវាហើយHanleyរបស់យើងក៏ឆ្ងល់ដែរថានឹងគឺជាអីទៅហើយ Ventin Rain នៅតែបន្តនិយាយយើងគឺមិនអាចឲ្យអ្នកណាដឹងពីវាដាច់ខាតគឺមិនអាចឲ្យដឹងដាច់ខាតបើសិនជាយើងលាក់ខ្លួននៅទីនេះវឹកហាត់មិនយូរមិនឆាប់នោះទេយើងនឹងខ្លាយទៅជាអ្នកខ្លាំងមិនត្រឹមតែប៉ុណ្ណោះទេខ្ញុំនឹងអាចគេចផុតពីលោកគ្រូរបស់ខ្ញុំផងដែរអ្វីទាំងអស់ដែលនៅទីនេះឯងហើយនឹងឯងត្រូវតែស្លាប់ទាំងអស់នៅក្រៅពីបានយើងចាប់យើងឃើញថា Ventin Rain គេក៏បានបញ្ចេញថាមពលខ្មុលខ្មាញ់បញ្ចេញស្អីចេញពីមាត់មកហើយគេក៏ដុសស្នែងដូចជាសត្វរមៀអញ្ចឹងនៅបន្ទាប់ពីគេបានបញ្ចេញថាមពលអស់ចិត្តអស់ចង់ហើយយើងក៏ឃើញថាមានថាអ្វីម្យ៉ាងកំពុងតែរុំព័ទ្ធជុំវិញខ្លួនរបស់គេដែលថាទាំងនឹងដែរគឺមានឈ្មោះថាកញ្ចក់ពន្លឺមាសនៃច្រកទ្វារទាំង8ឃើញអញ្ចឹងស៊ីលីងក៏ពិតជាភ័យផ្អើលនឹងប្រងទាំងបាននិយាយថាកញ្ចក់ទ្វារមាសទាំង8នេះគឺធ្លាប់បានកញ្ចក់ម្ចាស់វិមានផ្កាយពីជំនាន់មុនអញ្ចឹងហើយនាងក៏បានប្រាប់ Hanley ថាឲ្យរត់ទៅប៉ុន្តែ Hanley ឮតែឲ្យរត់ចូលបំបែកជីវិតគ្រោះថ្នាក់ទប់ស្កាត់ទិដ្ឋភាពមរណៈភាពភ័យខ្លាចបើកបន្ទាប់ពីស្នីកញ្ចក់ទាំង8ត្រូវបានបើក Hanley របស់យើងក៏ធ្លាក់ចូលនៅកាន់ពិភពលោកមួយផ្សេងទៀតហើយគេក៏បានឆ្ងល់ថាតើនេះគឺជាកន្លែងណាតែគេត្រូវបានស្រូបចូលក្នុងកញ្ចក់ហើយមែនឃើញអញ្ចឹង Ventin Rain ក៏គេបាននិយាយថាកន្លែងហ្នឹងគឺជាកន្លែងកោសាកសពបាយហ្នឹងហើយនៅក្រៅមកទៀតកញ្ចក់ពណ៌មាសមួយក៏បានបាញ់ថាមពលធ្វើឲ្យ Hanley ធ្លាក់ចូលមកកន្លែងមួយផ្សេងទៀតធ្លាក់ចូលមកដល់ហ្នឹងក៏ពិតជាភ្ញាក់ផ្អើលមែនតើនៅសក់ស្រាប់តែមានកញ្ចក់មួយទៀតលេចឡើងពីក្នុងទឹកហើយកញ្ចក់មួយហ្នឹងដែរគឺវាលេចឡើងដើម្បីវាបហាទៅកាន់ Hanley នឹងឯងឃើញថាបាញ់នៅឡងតណាតណែងពេញហ្នឹងតែ Hanley របស់យើងក៏មិនអន់នោះដែរនៅតែព្យាយាមកិច្ចយកកងនិធិទាំង5យកមកការពារប៉ុន្តែត្រូវបានគេបាញ់បែកខ្ទេចក៏ប៉ុន្តែថាអំពូលមួយហ្នឹងក៏វាអត់តន់ឈប់ប៉ុណ្ណឹងដែរវានៅតែបន្តបាញ់ឡងតណាតណែងពេញហ្នឹងហើយ Hanley របស់យើងក៏នៅតែព្យាយាមរត់សុកគេក៏បានរកឃើញកំណត់មួយហើយ Hanley គេក៏បានបាញ់កំណាញ់ពីងដូចជា Spider-Man អញ្ចឹងទៅចាប់កញ្ចក់ទាំងអស់ហ្នឹងបន្ទាប់ពីចាប់កញ្ចក់ហ្នឹងយកមកការពារខ្លួនហើយ Hanley ក៏បានរកឃើញពីចំណុចខ្សោយរបស់ក្បួនមួយហ្នឹងហើយ Hanley ក៏បានដាក់កញ្ចក់ហ្នឹងផ្លាតទៅមកដែលជាហេតុធ្វើឲ្យថាមពលហ្នឹងបាញ់ចាំងជះទៅរកកញ្ចក់ដែលជាចំណុចខ្សោយនៃក្បួនជាលទ្ធផលឃើញថាកញ្ចក់មួយហ្នឹងក៏ត្រូវបានបែកហើយឃើញអញ្ចឹង Hanley ក៏បានព្យាយាមរត់ទៅតាមចន្លោះហ្នឹងបន្ទាប់ពីចាក់ចេញមកដល់កន្លែងមួយទៀតហើយ Hanley ក៏បានគិតថាមើលទៅក៏ពិតជាត្រឹមត្រូវហើយតែនៅតែនឹកឆ្ងល់ថាអំពើខ្លាំងបែបនេះពិតជាអាចប្រើដោយថាអំពើកម្រិតទី3មែនឃើញថា Hanley អាចដោះស្រាយបានអញ្ចឹង Ventin Rain ក៏គេបានសរសើរតែឯងពិតជាឆ្លាតមែនក៏ប៉ុន្តែក៏មិនទាន់អានអស់ព្រោះថានេះគ្រាន់តែជាកម្រិតដំបូងប៉ុណ្ណោះបន្ទាប់ពីគេនិយាយចប់ឃើញថា Hanley ក៏ធ្លាក់មកកន្លែងមួយផ្សេងទៀតដែលពោពេញទៅដោយសត្រូវចាស់ហើយពួកអាសត្រូវចាស់ទាំងអស់ហ្នឹងក៏ពិតជាស្អប់ Hanley មែនទែននឹងព្រមនឹងបាននិយាយថា Hanley យើងនឹងសម្លាប់ឯងហើយគេមិននិយាយតែម្ដងយើងច្រើនដងតែខ្ញុំនិយាយដូចទេហើយឃើញអញ្ចឹង Hanley របស់យើងក៏ពិតជាភ្ញាក់ផ្អើលមែនទែនឆ្ងល់ថាតើមានរឿងអីកើតឡើងតែការបំបែកកញ្ចក់នេះគឺជាការប្រយុទ្ធជាមួយនឹងសត្រូវចាស់ទាំងអស់ហ្នឹងមែនមនុស្សទាំង8នាក់រួមទាំងមានកម្រិតទី4ទៀនតាមមើលនេះគ្រាន់តែជាការបំផន់ប៉ុណ្ណោះមិនដែលមានអាវុធណាដែលខ្លាំងដល់ណាស់ហ្នឹងនោះទេហើយពួកអ្នកទាំង8ហ្នឹងក៏នៅតែនិយាយតែអញ្ចឹងតែ Hanley យើងនឹងសម្លាប់ឯងយើងនឹងសម្លាប់ឯងតែ Hanley ក៏នៅតែដកដាវយកមកការឃ្លាខ្លួនជាធម្មតាចំណែកពួកទាំងអស់ហ្នឹងក៏បានបើកការវិវហាទៅកាន់ Hanley ឃើញថាម្ដាយរបស់ពួកគេហ្នឹងក៏ពិតជាធ្ងន់មែនទែនធ្វើឲ្យ Hanley ចង់ក្អួតធ្លាក់ខ្លួនមកខាងក្រោមបន្ទាប់ពីធ្លាក់មកដល់ខាងក្រោមហើយ Hanley ក៏បានគិតថាវាមិនអាចទៅរួចនោះទេតែ Ventin Rain អាចស្គាល់ពីសត្រូវរបស់គេដោយរបៀបណានៅក្រៅពីអញ្ចឹងគិតបានបន្តិច Hanley ក៏បានយល់និងព្រមទាំងបាននិយាយថាឆាប់ចូលមកហើយសាច់រឿង Hanley ភាគទី138របស់យើងក៏មានតែប៉ុណ្្នឹងឯងអញ្ចឹងក៏មានតែរងចាំភាគទី139ផ្ដើមនៃសាច់រឿងភាគទី139នេះឃើញថា Hanley ក៏បានកម្ចាត់នៅសត្រូវរបស់គេចោលទាំងអស់និងព្រមទាំងបាននិយាយទៀតថាតាមពិតទៅដំណោះស្រាយរបស់វាគឺជាការកម្ចាត់សត្រូវទាំងអស់នេះចោលក៏ប៉ុន្តែមិនបានកំណត់អំពីថាមពលរបស់វាឡើយបើសិនជា Hanley ខ្លួនឯងមិនធ្លាប់ឆ្លងកាត់ទុក្ខវេទនាជីវិតរមែងស្លាប់និងបបិសោក្នុងការបំផន់នោះទេមើលទៅប្រហែលជាធ្លាក់ចូលក្នុងអន្ទាក់របស់វាហើយ Hanley ក៏នៅតែបន្តនិយាយទៀតថាបន្តមកទៀតប្រហែលជាផ្លូវរស់កញ្ចក់ផ្សេងគ្នាគឺមានថាមពលផ្សេងគ្នាតើវាជាចៃដន្យមែនឬមួយក៏វាមានច្បាប់អ្វីមួយដោយឃើញថា Hanley បើយើងអាចឆ្លងផុតអញ្ចឹង Ventin Rain ក៏គេបានសរសើរថាមើលទៅតំណាងរបស់ឯងពិតជាមិនអន់នោះទេបន្តិចក្រោយមកកញ្ចក់មួយក៏មានសកម្មភាពធ្វើឲ្យ Hanley ធ្លាក់ចូលមកកាន់ពិភពមួយផ្សេងទៀតធ្លាក់ចូលមកដល់កន្លែងនេះមើលទៅវាហាក់បីដូចជាកន្លែងធ្វើតេស្តរបស់ Lofeng អញ្ចឹងពិភពពេញទៅដោយសសរអ្វីយ៉ាងធ្វើចលនាទៅមកគណៈនឹងដែរមានយក្សមួយស្រាប់តែបានបង្ហាញខ្លួនហើយឃើញអញ្ចឹង Hanley របស់យើងក៏មិនចាំយូរដែរក៏បានដាក់មេប្រុចដោយបានពាក់ស្បែក Dr. Strange ក៏ដូចជាបើកការវាបហាផងដែរក៏ប៉ុន្តែមើលទៅវាដូចជាអត់ប្រយោជន៍ព្រោះវាឃើញថាការវាបហាដូចជាអត់ប្រយោជន៍ Hanley របស់យើងក៏បានគិតថាតើវាគឺជាការបំផន់មែនបានជាវៃមិនចេះងាប់អញ្ចឹងដោយមិនទាន់ដឹងថាធ្វើយ៉ាងម៉េចកើត Hanley របស់យើងក៏នៅតែបន្តរត់ជារឿយរត់បានបន្តិច Hanley របស់យើងក៏បានគិតថារត់កាន់តែយូរវាកាន់តែរីកមាឌធំឡើងមែនហើយ Hanley យើងក៏បានឈប់បន្ទាប់ពីឈប់ហើយបានពិនិត្យបាន
បន្តិច Hanley បើយើងក៏បានយល់ថាតាមពិតទៅអ្នកបង្កើតកញ្ចក់មួយនេះគឺពោពេញទៅដោយគំនិតអាក្រក់ហើយ Hanley បើយើងក៏បានដេញទៅអាយៈមួយនឹងវិញហើយបន្ទាប់ពីឃើញថា Hanley បើយើងក៏បានដេញវិញអញ្ចឹងអាយៈមួយនឹងក៏ពិតជាភ័យមែនទែនប្រឹងរត់នោះប្រឹងរត់ក៏ប៉ុន្តែកាន់តែរត់វាកាន់តែខ្លាចទៅជាតូចបន្ទាប់ពីរត់យូរទៅ Hanley បើយើងក៏អាចជន់គេជាប់នៅនឹងជើងនិងព្រមទាំងបាននិយាយទៀតថានេះគឺជាវិញ្ញាណរបស់កញ្ចក់មើលទៅវាសុទ្ធតែជាការបំភាន់បើទោះបីជាវាដូចជាលបាយក្មេងលេងក៏ដោយប៉ុន្តែអន្ទាក់ដ៏អាក្រក់នេះគួរតែបំផ្លាញចោលគឺវាល្អជាងនៅបន្ទាប់ពីបានគិតចប់ Hanley បើយើងក៏បានជន់វាកំទេចចោលមកខាងក្រៅវិញទីលីងនាងក៏បាននិយាយថាពិតជាចំណាយពេលយូរមែនវាគ្រាន់តែជាការប្រយុទ្ធនៃឆន្ទៈប៉ុណ្ណោះគណៈនឹងដែរកន្លែងយន់ចៅដែលកំពុងព្យាយាមជួយបងស្រីរបស់នាងដូចជាមានប្រតិកម្មអ្វីមួយយ៉ាងហើយប្រតិកម្មនឹងទៀតសោតបានធ្វើឲ្យអ្នកកូននិយមទាំងឡាយនឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនឆ្ងល់ថាវាគឺជាបាតុភូតអ្វីពួកគេមិនដែលបានឃើញនោះទេតែវានឹងមានកំណត់លេចចេញឡើងមែនម្នាក់ស្រីនេះក៏បាននិយាយថាបងប្រុសអញ្ចឹងគឺយើងឆាប់ទៅហើយបងប្រុសរបស់គេក៏បានប្រាប់ថាកុំទាន់យើងចាំមើលបន្តិចទៀតសិនទៅដូចជាមិនដែលបានឃើញនោះទេក៏ប៉ុន្តែម្នាក់ស្រីនៅតែតឹងចង់ទៅអញ្ចឹងហើយបងប្រុសរបស់គេក៏នៅតែបដិសេធអីយ៉ាងកំតនអាចទៅតែកំពុងធ្វើអីហ្នឹងបងគឺមិនដែលបានឃើញទស្សនវិជ្ជាណាដែលធំបែបនេះនោះទេមើលទៅវាប្រកាសជាមានកំណត់ដ៏ល្អហើយងាកមកមើល feeling វិញនាងក៏បាននិយាយថាមិនក៏មានមនុស្សមកពីគ្រប់ទីកន្លែងអញ្ចឹងតែមកពីពួកគេគិតថានឹងមានកំណត់លេចឡើងមែនកំពុងតែគិតសោកៗនឹងនាងក៏បានចាប់អារម្មណ៍ថាពលដ៏ខ្លាំងក្លាដែលបញ្ចេញទៅដោយ Hanley ហើយ Hanley វិញគេក៏បានគិតក្នុងចិត្តថានេះគឺជាលើកទី6ហើយតែពេលណាទៅវាចប់រីឯ Valentine វិញគេក៏នៅតែបញ្ចេញនូវធម៌ពលព្យាយាមគ្រប់គ្រងទៅលើ Hanley និងព្រមទាំងបាននិយាយទៀតថាបើសិនជាឯងមិនចេញមកយើងនឹងធ្វើឲ្យឯងអស់កម្លាំងស្លាប់នៅក្នុងហ្នឹងហើយបើឯងចេញមកហើយយើងនឹងសម្លាប់ឯងចោលហើយបន្តនិយាយទៀតថាកម្រិតទី3ធម្មតានៅក្នុងអណ្ដាតភ្លើងមាសនឹងមិនដល់1ម៉ោងជាងទេនឹងខ្លាយទៅជាផេះមិនក៏អាចអត់តន់អីទៀតក្រោយវាបាននិយាយចប់គេក៏បានធ្វើដែរជីវិតបញ្ចេញស្អីចេញពីស្នែងរបស់គេនិងព្រមទាំងបាននិយាយទៀតថាចាំមើលតើឯងទ្រាំបានយូរប៉ុណ្ណាហើយអាដំណក់ដែលបញ្ចេញមកពីស្នែងបាញ់មិញនឹងក៏បានទៅជាមួយនឹងកញ្ចក់ពណ៌មាសមើលទៅប្រហែលជាជំនួយថាថាមពលឯមើលទៅកាត់មកមើល Hanley បើយើងវិញគេក៏បាននិយាយថាពិតជាពិបាកទ្រាំនៅអណ្ដាតភ្លើងពណ៌មាសនេះខ្លាំងណាស់បើសិនជាមិនឆាប់ចេញទៅទេមើលទៅប្រកាសជាស្លាប់នៅក្នុងហ្នឹងហើយនិយាយចប់គេក៏បានបញ្ចេញនៅទឹកដោះវិញ្ញាណ 10000 ឆ្នាំយកមកផឹកដើម្បីជំនួយដល់ធម៌ពលបន្ទាប់ពីបានផឹកហើយ Hanley បើយើងក៏បាននិយាយទៅកាន់ Valentine ថាខ្ញុំបានឮថាកាលពីប្រមាណ1000ឆ្នាំមុនលោក Thiên Chinh បានប្រើកញ្ចក់នេះដើម្បីសម្លាប់ម្ចាស់វិមានតែម្នាក់ឯងក៏ប៉ុន្តែពេលធ្លាក់ចូលក្នុងអណ្ដាប់ដៃរបស់ឯងមិនក៏វាខ្សោយម្ល៉េះហើយបើតាមគំនិតរបស់យើងវិញមើលទៅវាគ្រាន់តែជាអាវុធចម្លងដ៏អន់មួយប៉ុណ្ណោះអាវុធចម្លងប្រើអាវុធចម្លងដើម្បីសម្លាប់មេបោកដូចជាឯងតែវាមិនស័ក្តិសមទេមែនបើទោះបីជាមាត់និយាយឌឺចឹងក៏ដោយក៏ប៉ុន្តែក្នុងចិត្ត Hanley កំពុងតែគិតថា Valentine នេះពិតជាមនុស្សដ៏មានទេពកោសល្យពិតមែនដំបូងឡើយបានកោះហៅពួកបេសាយដ៏មានធម៌ពលខ្លាំងក្លាហើយបន្តប្រើអាវុធចម្លងដ៏មានឥទ្ធិពលបែបនេះទៀតក៏ប៉ុន្តែវាក៏មានផលវិបាកសម្រាប់គេដែរនៅពេលនេះគឺជាការសាកល្បងទៅលើកម្រិតវឹកហាត់និងធម៌ពលបើសិនជាខ្ញុំអត់បានផ្លាស់ប្ដូរទឹកវិញ្ញាណទាំងអស់នេះទេមើលទៅខ្ញុំប្រកាសជាទាត់ច្រកឯងរីឯ Valentine វិញគេក៏បាននិយាយទៅកាន់ Feeling ថាអ្នកនាង Feeling មិនបាច់បារម្ភនៅខាងនេះទេឆាប់នាំអ្នកបម្រើទៅចាប់អ្នកដែលប្រើវិជារស់ឡើងវិញភ្លាមមកខ្ញុំគឺមិនជឿថាគេនឹងមិនចោះចូលនោះទេលឺអញ្ចឹង Feeling នាងក៏បានតបថាអ្នកប្រុសវ៉ៃណាកន្លែងនេះគឺវាតបឆ្លប់ទៅនឹងធម៌ពលដ៏អាក្រក់នៃវិជារស់ឡើងវិញខ្ញុំខ្លាចថាបើសិនជាយើងបំបីវាដោយបង្ខំនោះអាសានឹងក៏ដួលរលំដូចគ្នាផងដែរកាត់មកមើល Hanley បើយើងវិញគេកំពុងតែគិតថាតែក្បួននេះអាចពឹងផ្អែកទៅលើ Snow និងកម្រិតវឹកហាត់ដើម្បីទប់ទល់មែនតែយ៉ាងមើលទៅមិនមែននោះទេសូម្បីតែម្ចាស់វិមានផ្កាយក៏ស្លាប់នៅទីនេះហើយកម្រិតវឹកហាត់របស់គេគឺពិតជាជ្រាលជ្រៅជាងខ្ញុំទៅទៀតដូច្នេះហើយខ្ញុំត្រូវតែរកដំណោះស្រាយមិនអាចដេករងចាំស្លាប់បានឡើយឥឡូវនេះគឺនៅសល់ទ្វារស្លាប់រស់ហើយនឹងស្លាប់អីយ៉ាងមើលទៅដូចជាមានរឿងអ្វីមួយក្រោយពីបានគិតរួច Hanley ក៏បានសម័យការពីខ្លួនឯងលេងអុកជាមួយនឹងព្រឹទ្ធាចារ្យម្នាក់ហើយខ្ញុំក៏អត់ចាំឈ្មោះព្រឹទ្ធាចារ្យមួយនឹងដែរហើយក្មេងប្រុសដែលនៅជិត Hanley នឹងក៏បាននិយាយថាអីយ៉ាដាក់លឿនទៅនៅគិតអីយូរម៉េចហើយព្រឹទ្ធាចារ្យនឹងក៏បានទៅតែសើចក្មេងប្រុសម្នាក់នឹងក៏នៅតែបន្តអីយ៉ាលោកម្ចាស់ខ្ញុំឃើញលោកម្ចាស់ឯងលេងតាំងពីព្រឹករហូតដល់យប់ខ្ញុំដូចជាមិនដែលឃើញលោកម្ចាស់ឯងលេងឈ្នះតទៅសោះមិនក៏ញៀនលេងខ្លាំងម្ល៉េះអីយ៉ាព្រឹទ្ធាចារ្យហៅទៅចុះអំពីភ្នំខ្ញុំចង់ស្ដាប់ព្រឹទ្ធាចារ្យឯងនិយាយអំពីតាវលឺសំដីកូនក្មេងនិយាយអញ្ចឹង Hanley បើយើងក៏បានតទៅវិញថាអីយ៉ាបើឯងបកកាយអញ្ចឹងមិនក៏មិនលេងទៅអាកូនក្មេងហ្នឹងក៏មិនញាក់ដែរគេក៏បានតបទៅវិញថាអាយ៉ាឥឡូវតើខ្ញុំជាអ្នកលេងមានអីពិបាកប៉ុណ្ណឹងសោះនៅក្រៅពីគេបានដើរហើយគេក៏បានធ្វើមុខឌឺទៅកាន់ Hanley ហើយ Hanley បើយើងបានទៅត្រឹមធ្វើមុខចប់ឈាមបន្ទាប់ពីឃើញថាអាល្អិតស៊ីឡុងវិដាអុកបានល្អអញ្ចឹងព្រឹទ្ធាចារ្យក៏ពិតជាមានការភ្ញាក់ផ្អើលមែនតើនឹងព្រមនឹងបាននិយាយថាពិតជាអស្ចារ្យខ្លាំងណាស់អាយ៉ាស៊ីឡុងយើងឃើញថាឯងពិតជាមានទេពកោសល្យក្នុងការលេងអុកមែនអញ្ចឹងហើយឈប់វឹកហាត់ទៅមកអង្គុយលេងអុកជាមួយយើងវិញលើព្រឹទ្ធាចារ្យហើយឈប់ឲ្យវឹកហាត់មកអង្គុយលេងអុកអញ្ចឹងគេក៏បានបកកាយអាយ៉ាព្រឹទ្ធាចារ្យខ្ញុំអត់ចង់បានលេងអុកនោះទេគឺខ្ញុំចង់រៀនវេទមន្តហើយព្រឹទ្ធាចារ្យហើយបើយើងក៏បានតល្អបើសិនជាលេងចប់នៅអុកនេះហើយយើងនឹងបរៀនស្និតមួយចំនួនដល់ឯងហើយព្រឹទ្ធាចារ្យហើយនឹងគាត់នៅតែបន្តនិយាយទៀតថានៅក្នុងតម្រងអុកនេះគឺវាមានច្បាប់ថាសួរសំណាងនិងគ្រោះគឺវាស្ថិតនៅកម្រិតមធ្យមឧទាហរណ៍ចលនាធម្មតារបស់អ្នកគឺវាបានទៅរកសេចក្តីស្លាប់ក៏ប៉ុន្តែវាបានបន្សល់នៅក្តីសង្ឃឹមបន្តិចបន្តួច
ខ្ញុំនិយាយអ្នកគ្នាងាយយល់ហ្មងទៅព្រឹត្តិចាហើយនឹងគាត់ចង់បានន័យថាគ្រោះថ្នាក់ហ្នឹងគឺវាមិនដាច់ខាតនោះទេនៅក្នុងគ្រោះថ្នាក់ឬមួយក៏ជាការប្រឈមនឹងសេចក្តីស្លាប់ហ្នឹងគឺវាតែងតែបន្សល់ទុកនៅផ្លូវតូចៗសម្រាប់ឲ្យយើងគេចចេញពីបញ្ហាទាំងអស់ហ្នឹងបានន័យថាវាអត់ដាច់ខាតយើងត្រូវតែងាប់នោះទេក៏ប៉ុន្តែអ្វីដែលសំខាន់គឺថាយើងអាចរកអាផ្លូវតូចៗទាំងអស់ហ្នឹងឃើញអត់បន្ទាប់ពីលើសម្ដីរបស់ព្រឹត្តិចាហើយហានលីក៏បានទាំងចឹងគិតមកបន្តិចនិងត្រឡប់មកបច្ចុប្បន្នកាលវិញបន្ទាប់ពីធ្លាក់មកដល់ទ្វារមរណៈហានលីក៏បានគិតសង្ឃឹមថាខ្ញុំជ្រើសរើសត្រូវទៅចុះបន្ទាប់ពីឃើញថាមានហានលីជាច្រើនកំពុងតែហូមព័ទ្ធហានលីបើយើងក៏ព្យាយាមនឹងប្រើធម៌ពលប៉ុន្តែមើលទៅដូចជាអត់ប្រយោជន៍តែហានលីទាំងអស់ហ្នឹងក៏បាននិយាយថាឯងមកដល់ទីនេះអញ្ចឹងបានន័យថាឯងគឺដល់ពេលវេលាត្រូវស្លាប់ហើយតែហានលីបើយើងក៏នៅតែមិនជឿតែគេឲ្យហានលីមើលខ្លួនឯងទៅបើមិនជឿហើយហានលីបើយើងក៏បាននិយាយតាមពីខ្ញុំដើរនៅលើផ្លូវនេះខ្ញុំស្ថិតនៅមាត់ទ្វារមរណៈរហូតមកដូច្នេះមានតែបន្តដំណើរទៅមុខប៉ុណ្ណោះទើបអាចមកឃើញពន្លឺនៃសេចក្តីសង្ឃឹមចុះបើទេពកោសល្យរបស់ខ្ញុំខ្សោយចុះបើត្រូវហូមព័ទ្ធទៅដល់សត្រូវខ្លាំងចុះបើចិត្តស្លាប់ម្ដងហើយម្ដងទៀតខ្ញុំគឺនឹងមិនចោះចាញ់នោះទេមិនថាអនាគតអតីតកាលឬមួយក៏បច្ចុប្បន្ននេះឡើយការមើលយន្តយ៉ាកំពុងតែព្យាយាមជួយបងស្រីរបស់នាងវិញក៏បាននិយាយថាស្លាប់រស់គឺរួមតែមួយយានយ៉ាងគឺពាត់ជុំវិញហើយនាងក៏នៅតែបន្តប្រើធម៌ពលដើម្បីជួយសង្គ្រោះបងស្រីរបស់នាងរហូតធ្វើឲ្យជីងឈាមតាមមាត់មិនត្រឹមតែប៉ុណ្្នឹងទេនាងក៏មានឈាមជីងតាមភ្នែកផងដែរក៏ប៉ុន្តែបើយើងមើលទៅកាន់បងស្រីរបស់នាងវាហាក់បីដូចជាចិត្តជោគជ័យឯងខ្វះតែមួយជំហានទៀតប៉ុណ្ណោះយន្តយ៉ាក៏នៅតែបន្តនិយាយទៀតថាបងស្រីឲ្យមើលចុះលបងហាងកំពុងតែព្យាយាមការពារពួកយើងរងចាំបន្តិចទៀតសិនទៅពួកយើងប្រកាសជាជោគជ័យមិនខានឡើយងាកមកមើលហានលីវិញគេក៏បានបំបីក្បួនរបស់ Ventintrain បានសម្រេចនឹងនៅតែបើកការវាប្រហារដោយប្រើលំពេងចាក់ចំដើមទ្រូងរបស់ Ventintrain ផ្អោបជាមួយនឹងដុំថ្មបន្ទាប់ពីចាប់ផ្អោបជាមួយនឹងដុំថ្មហើយហានលីក៏បាននិយាយថាឯងគឺចាញ់ហើយតែ Ventintrain របស់យើងក៏បានតបបើសិនជាឯងហ៊ានសម្លាប់យើងមនុស្សច្រើនរាប់មិនអស់ប្រកាសជាស្លាប់ជាមួយយើងពិសេសគឺជាស្រីកំណាន់នៃបាក់ភ្លេងដ៏អស្ចារ្យលើសម្ដីគំរាមអញ្ចឹងហានលីក៏បានចាក់បន្ថែមនិងព្រមទាំងបាននិយាយថាសម្ដីគំរាមបែបនេះក៏និយាយគឺវាល្អជាងបើសិនជាយើងខឹងប្រកាសជាកាត់ឯងជា8កំណាត់ប៉ុន្តែយើងមិនសម្លាប់ឯងឥឡូវនេះទេពីព្រោះចង់សួរថាតើប្រាសាទខាងក្រោមទឹកនេះគឺជាអីហើយមូលហេតុអីបានជាឯងស្វែងរកវាអញ្ចឹងលើហានលីសួរអញ្ចឹង Ventintrain គេក៏បានតបថាវាគ្រាន់តែជាផ្លូវចូលទៅក្នុងឋាននរកប៉ុណ្ណោះបើឯងចង់ដឹងគឺចូលទៅមើលខ្លួនឯងទៅបន្ទាប់ពីហានលីពិនិត្យមើលហើយដូចជាអត់មានឃើញអីនោះទេប៉ុន្តែសកស្ថានភាពស្រាប់តែខុសប្រក្រតីគឺអញ្ចឹង Ventintrain គេក៏បាននិយាយស្អីនឹងតែវាគឺជាភ្នែកមែនតែហានលីបើយើងក៏បាននិយាយថាចិត្តស្លាប់ហើយកុំព្យាយាមប្រាក់ល្បិចឲ្យសោះនៅពេលដែលក្របភ្នែកមនុស្សចាប់ផ្ដើមធ្វើប្រតិបត្តិការហានលីក៏បានធ្លាក់មកខាងក្រោមក៏ប៉ុន្តែមិនអាចប្រើប្រាស់នូវធម៌ពលបានឡើយអញ្ចឹងគឺមានតែប្រើជំហានសមោលធម្មតាឃើញអញ្ចឹងហានលីបើយើងក៏ព្យាយាមរត់ដែរក៏ប៉ុន្តែថាអំពើភ្នែកមួយហ្នឹងគឺពិតជាខ្លាំងមែនតើបានព្យាយាមស្រូបហានលីចូលហើយគេក៏នៅតែបន្តនិយាយទៀតថាតើនេះគឺជាធម៌ពលប្រភេទអីទៅប្រាសាទបុរាណគឺត្រូវបានបំផ្លាញហើយតើនេះគឺជាកម្រិតទី5នៅក្នុងរឿងព្រេងនិទាននោះមែនឃើញថាហានលីព្យាយាមមែនតើដើម្បីកុំឲ្យគេស្រូបខ្លួនទៅបានប៉ុន្តែចុងក្រោយគេក៏នៅតែស្រូបបានដដែលហើយអូខេគ្នាយើងរឿងហានលី PT 139ក៏មានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាវីដេអូនេះគឺវាមិនជាបញ្ហាអីទៅចោះណាពីព្រោះថាខ្ញុំធ្វើនេះគឺមានទាំងសម្លេងរំខានផងពេលខ្លះខ្ញុំកំពុងធ្វើហ្នឹងម៉ែគាត់ប្រើឲ្យទៅធ្វើនេះធ្វើនោះអញ្ចឹងទៅដាច់តែមកធ្វើដាច់តែមកធ្វើវិញអញ្ចឹងហើយវីដេអូប្រកាសជាអត់បានល្អនោះទេពីច្រើនខ្ញុំធ្វើគឺអត់មានសមាធិក្នុងការនិយាយនោះទេគឺវាបាយខ្លាំងមែនតើហើយខ្ញុំសង្ឃឹមថានៅពេលដែលខ្ញុំទៅពេញវិញអ្វីគឺនឹងល្អប្រសើរជាងនេះហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងឯងបាយសាច់រឿង PT 140បើយើងឃើញថាលីធ្លាក់មកដល់កន្លែងអ្វីមួយដែលពោពេញទៅដោយភាពងងឹតហើយយើងក៏លើសំឡេងក្មេងស្រីម្នាក់ស្រែករកបងប្រុសរបស់នាងកាត់មកខាងពិភពលោកខាងក្រៅវិញឃើញថាហានលីបើយើងក៏បានភ្ញាក់ដឹងខ្លួនហើយគេក៏ដឹងថានៅទីនេះគឺមិនអាចប្រើប្រាស់ថាមពលវិញ្ញាណបាននោះទេហើយសូម្បីតែថង់ផ្ទុកហ្នឹងក៏មិនអាចបើកបាននោះដែរភ្លាមនឹងស្ត្រីម្នាក់ដែលបានស្រែករកបងប្រុសរបស់នាងបានមិញហ្នឹងក៏បានភ្ញាក់ដឹងខ្លួនឡើងដែរបន្ទាប់ពីនាងភ្ញាក់ហើយប៊ីណាជ្រុលនឹងខ្លួនទៅថើបហានលីក៏ប៉ុន្តែហានលីបើយើងក៏បានទប់ជាប់ឃើញហានលីអញ្ចឹងនាងក៏បានសួរទៅលោកឯងហ្នឹងមកពីកោះហ្នឹងដែរមែនព្រមទាំងបានសម័យរឿងរ៉ាវកាលពីអតីតកាលលើសម្ដីនាងសួរអញ្ចឹងហានលីបើយើងក៏ឆ្លើយថាប្រហែលជាអញ្ចឹងហើយនឹងសួរទៅកាន់នាងវិញថាតើនាងអាចក្រោកបាននៅហើយនារីម្នាក់ហ្នឹងក៏បានព្យាយាមងើបឡើងនិងព្រមទាំងបានសុំទោសទៅកាន់ហានលីដែលធ្វើឲ្យហានលីមានការលំបាកក៏ប៉ុន្តែហានលីបើយើងគឺជាសុភាពបរិសុទ្ធបានប្រាប់ទៅនាងថាមិនបាច់គួរសមពេកនោះទេអាយ៉ាមើលទៅនាងទៅក៏ដូចជាមិនដឹងថាយើងស្ថិតនៅណាដែរត្រូវអត់អញ្ចឹងមិនក៏យើងមិនចាក់ចេញទៅវិញទៅហើយហានលីក៏បានឲ្យបណ្ឌិតមើលជុំវិញនឹងបន្តិចសិនបន្ទាប់ពីនិយាយចប់ហានលីក៏បានសម័យរឿងហេតុការពីលើកមុននិងឆ្ងល់ថាខ្លួនឯងកំពុងនៅក្នុងអាប់ខ្មោចនឹងមែនហើយព្រមទាំងបានភ្ញាក់ផ្អើលអំពីលំហដ៏ធំនៅទីនេះផងដែរគង់តែគិតសុកម្នាក់ស្រីក៏ប្រងនឹងសួរទៅកាន់ហានលីក៏ប៉ុន្តែមិនទាន់បានសួរដូចជាមានប្រតិកម្មអីកើតឡើងងាកមកមើលមកខាងទៀតវិញឃើញថាមានបរិសុទ្ធ3នាក់កំពុងតែដើរចេញមកហើយបរិសុទ្ធទាំង3នាក់ហ្នឹងគឺមានមកធ្វើអីនោះទេគឺចាប់ត្រីធម្មតាប្រហែលយកទៅទុកញ៉ាំអីមើលទៅគណៈដែលកំពុងព្យាយាមប្រមូលត្រីយ៉ាងញាប់ដៃញាប់ជើងហ្នឹងពួកគេក៏បាននិយាយថាថ្ងៃនេះពិតជាប្រមូលផលបានច្រើនមែនឃើញថាពួកគេព្យាយាមចាប់ត្រីអញ្ចឹងហានលីក៏បានគិតថាតែពួកគេហ្នឹងគឺជាមនុស្សមែនភ្លាមហ្នឹងស្រាប់តែមានសម្រែកសម្លេងអ្វីម្យ៉ាងគួរឲ្យខ្លាចមែនតែនហើយបរិសុទ្ធម្នាក់ក៏បាននិយាយមើលទៅសត្វហូលីនក៏បានមកដល់ហើយអញ្ចឹងហើយក៏ឲ្យពួកគេបញ្ញាប់ដៃបញ្ញាប់ជើងឡើងឃើញថាស្ថានភាពដូចជាចម្លែកពេកអញ្ចឹងហានលីក៏បានឆ្ងល់ថាតើទីនេះគឺជាកន្លែងអ្វី
អ្វីទៅក៏ប៉ុន្តែគិតមិនទាន់ហើយផងស្រាប់តែមានសម្លេងសត្វអ្វីម្យ៉ាងស្រែកនៅពីខាងក្រោយដែលវាប្រហែលជាសត្វ Hulin ដែលគេនិយាយអំបញ្ញមិញហ្នឹងហើយពួកគេគឺមានគ្នាច្រើនមែនទែនបើការវាផាទៅកាន់ Hanli ហើយ Hanli ក៏មិនចាំយូរទៀតដែរបាន3កញ្ញាម្នាក់នឹងរត់យ៉ាងលឿនដោយប្រើជំហានសម្មាល់របស់គេកំពុងតែព្យាយាមរត់នឹងម្នាក់ស្រីក៏បាននិយាយថាតើលោកកំពុងធ្វើស្អីនឹងឆាប់ដាក់ខ្ញុំចុះទៅហើយ Hanli ក៏បានតបថាបើសិនជាមិនចង់ខ្លាចជាចំណីរបស់សត្វទាំងអស់នឹងទេឲ្យនៅស្ងៀមរីឯ Hanli បើយើងវិញក៏នៅតែព្យាយាមរត់គេចឆ្វេងគេចស្ដាំបុកជាមួយនឹងថ្មហងអីផងមកសន្ទុះក្រោយមកក៏ឃើញថាមានអណ្ដាតភ្លើងនិងគិតឃើញថាតើពួកគេនឹងគឺជាមនុស្សដែលមុននឹងមែនមើលទៅដូចជាបានផ្ដល់សញ្ញាយើងរត់ទៅនឹងហើយឃើញថា Hanli បានរត់មកព្រឹត្តិការណ៍សក់សក៏បានប្រាប់ពួកគេឲ្យកាត់ហើយពួកក្រុមមនុស្សទាំងអស់នឹងក៏បានកាត់ខ្សែដែលជាហេតុធ្វើឲ្យមានដុំថ្មជាច្រើនប៉ុណ្ណាណៃធ្លាក់ចំសត្វមួយនឹងច្រឡំមែនសត្វមួយនឹងគឺសត្វ Hulin ដែលមានចំនួនច្រើនមែនតើរីឯ Hanli បើយើងកំពុងរត់វិញពិតជាឆ្ងល់មែនតើថានេះគឺជាប្រភេទសត្វអ្វីរត់មកបន្តិច Hanli ក៏បានសម្លឹងឃើញនៅច្រកថ្មមួយហើយគេក៏បានព្យាយាមរត់ហក់ទៅតាមច្រកទ្វារមួយហ្នឹងខណៈដែលសត្វទាំងអស់នេះគឺមិនអាចតាម Hanli ទៀតទេដោយសារតែមានថ្មបាំងចិត្តឃើញតែខ្លួនកំពុងតែដេកលើ Hanli នារីនឹងក៏បានស្ទុះងើបយ៉ាងលឿនតែនាងក៏ជួយគ្រា Hanli បើយើងផងដែរងាកមកមើលក្រុមមនុស្សទាំងនេះវិញគ្មានអាចអាចារ្យមួយក៏បាននិយាយថាលោកម្ចាស់តែនេះគឺជាក្រុមមនុស្សមកពីខាងក្រៅមែនហើយមានបរិបម្នាក់តំណងជាមានយូសាក់គួសមបានដកព្រួយមកភ្ជង់ Hanli បើយើងឃើញតែគេភ្ជង់ចឹងមានអមអ្នកនឹងក៏បានពួននៅក្រោយក្នុងរបស់ Hanli បាត់ជំនួសដោយការមិនបាញ់ Hanli បែបហ្នឹងក៏បានបាញ់សត្វ Hulin មកក្បាលងាប់បាត់និងព្រមទាំងបោះព្រួយឲ្យកូនចៅរបស់គេបន្ទាប់ពីលើកកបិតដាក់នៅលើកគេក៏បានសួរអ្នកទាំងពីរមកពីខាងក្រៅអញ្ចឹងតែមានឈ្មោះអីទៅម្នាក់ស្រីក៏បានណែនាំថាខ្ញុំឈ្មោះ Mei Ning អ្នកវឹកហាត់មកពីកោះស៊ុយហាន Mei Ning ហើយ Hanli បើយើងក៏បានណែនាំខ្លួនជាបន្តថាខ្ញុំមានតកូលហានបែបមួយហ្នឹងក៏នៅតែបន្តសួរទៀតថានៅតាមផ្លូវតែពីរនាក់ឯងបានជួបនឹងគេខ្លះអត់ឬគេសួរអញ្ចឹង Hanli បើយើងក៏បានឆ្លើយនៅមុននេះគឺមានបរិសុទ្ធពី3នាក់ត្រូវបានសត្វបិសាចដេញវាបហាហើយពួកគេគឺរត់ទៅខាងនោះបានដឹងអញ្ចឹងគេក៏និយាយថាប្រហែលជាហូរនឹងបាក់ពួកអីមើលទៅល្អអញ្ចឹងពួកយើងគួរតែចាក់ចេញទៅចាំគេនៅខាងក្រៅពីព្រោះថាមិនគួរនៅទីនេះយូរទៀតនោះទេហើយគេក៏នៅតែបន្តនិយាយទៀតថានៅទីនេះគឺជាតំបន់ខ្មៅមិនថាអ្នកនៅខាងក្រៅមានឋានៈធំប៉ុណ្ណានោះទេនៅទីនេះគឺសុទ្ធតែអត់ប្រយោជន៍ហើយសូម្បីតែអ្នកវឹកហាត់ក៏ដោយដូច្នេះហើយបើសិនជាចង់មានសុវត្ថិភាពក៏ឆាប់មកតាមគេមកពួកគេបានចាក់ចេញទៅបាត់ Hanli បើយើងក៏នៅតែបន្តគិតបំបន់ងងឹតមនុស្សខាងក្រៅមើលទៅនេះមិនមែនជាសមុទ្រផ្កាយនោះទេកំពុងតែធ្វើដំណើរចាក់ចេញទៅព្រឹត្តិការណ៍សក់សក៏បាននិយាយថាធានជាពួកយើងគួរតែរងចាំពួកគេគឺល្អជាងអីតែបេធានជានឹងក៏បានស្ដាប់នោះទេក៏បានឆ្លើយតបទៅវិញថាលោកតាគឺកុំនិយាយទៀតអីពួកយើងក៏បានព្រមព្រៀងគ្នារួចហើយនៅក្នុងភូមិលោកជាអ្នកសម្រេចរីឯជិះមកខាងក្រៅគឺខ្ញុំជាអ្នកសម្រេចនិយាយចប់គេក៏បានប្រវល់ថាបងប្អូនទាំងអស់គ្នាតែយើងឆាប់ទៅរីឯព្រឹត្តិការណ៍សក់សអ្នកនឹងវិញក៏មិនដឹងធ្វើម៉េចទៀតដែរបានទៅត្រឹមទៅប្រាប់ Hanli ថានៅទីនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងហើយតាមពួកគេឲ្យជាប់មកពេលបាននិយាយចប់ព្រឹត្តិការណ៍នឹងក៏ដើរចេញទៅបាត់ហើយ Hanli បើយើងក៏មិនដឹងថាទៅណាទៀតដែរអញ្ចឹងក៏មានទៅតាមពួកគេនៅតាមផ្លូវដែលពួកគេកំពុងធ្វើដំណើរហ្នឹងយើងឃើញថាពោពេញទៅដោយជម្រេលថ្មនិងភ្នំធំហើយមើលទៅដូចជាអត់មានរុក្ខជាតិដុះអីម្ដងខ្សត់ទៅក៏ខ្សត់ប្រហែលជាកាត់គ្រោះរាំងស្ងួតដែរមើលទៅដើរបានបន្តិចយើងឃើញថាស្ថានភាពដូចជាមិនស្រួលដីដូចជាបានរង្គើហើយមិនខុសពីការកើតនោះទេពួកបិសាចទាំងអស់ក៏បានមកតាមពិតជាមានចំនួនច្រើនខ្លាំងមែនតើឃើញចំនួនសត្វបិសាចច្រើនអញ្ចឹងព្រឹត្តិការណ៍ក៏បាននិយាយថាវាមិនល្អនោះទេពួកគេគឺបានមកដល់ហើយធានជីបើយើងវិញក៏បានប្រាប់គ្នាឲ្យឆាប់រត់ទៅឃើញថាពួកគេនឹងគឺខំព្យាយាមរត់ឲ្យលឿនមែនតើហើយពួកបិសាចក៏នៅតែព្យាយាមដេញតាមដោយចំនួនវាច្រើនរាប់មិនអស់កំពុងតែរត់សុកៗពួកគេក៏បានជួបជាមួយប៉ពួករបស់គេមកខាងទៀតនិងមានអពៈមួយស្រែកថាលបងធំហើយអពៈធានជីនឹងក៏បាននិយាយថាគឺជាអាហួរពួកគេគឺត្រឡប់មកវិញហើយនឹងនៅតែប្រាប់គ្នាឲ្យខំប្រឹងរត់ឲ្យលឿនពួកគេនៅតែខំប្រឹងរត់ពួកបិសាចនៅតែខំប្រឹងដេញហើយឆ្ងល់មែនតើហេតុអីបានជាអាហួរនឹងវាតាក់ទាញរបស់បែបហ្នឹងមកទីនេះពី Hanli បើយើងកំពុងតែគិតថាតែនេះមែនតែគេហៅថាជារបស់នោះមើលទៅវាគ្រាន់តែជាសត្វបិសាចថ្នាក់ទាបប៉ុណ្ណោះក៏ប៉ុន្តែគួរស្ដាយដោយសារតែប្រើប្រាស់ថាមពលវិញ្ញាណបានអញ្ចឹងផ្លូវមួយយ៉ាងគឺមានតែរត់ផុតពីស៊ីនកន្លែងហ្នឹងអូមកមើលកំផែងភូមិវិញឃើញថាមានអពៈមួយកំពុងតែផ្លុំត្រែហើយទៅបាននិយាយថាសត្វ Hulin គឺបានមកដល់ហើយអញ្ចឹងឲ្យគ្រប់គ្នានឹងប្រញាប់ឡើងគ្រប់គ្នាបើកាលណាលឺដំណើរមកការអសន្នអញ្ចឹងគឺពួកជាញាប់ដៃញាប់ជើងមែនតើនាំគ្នាបិទទ្វារភូមិយ៉ាងលឿនឃើញថាច្រកទ្វាររបស់ភូមិត្រូវបានបិទរួចហើយអពៈមួយក៏បាននិយាយថាលោកតានិងអ្នកផ្សេងទៀតគឺនៅខាងក្រៅនៅឡើយហើយព្រឹត្តិការណ៍មួយក៏បាននិយាយថាគឺវាគ្មានពេលនោះទេត្រៀមខ្លួននឹងបាញ់វាបហាលើព្រឹត្តិការណ៍និយាយអញ្ចឹងហើយពួកគេក៏មិនហ៊ានបកកាយអីទៀតដែរអញ្ចឹងក៏មានតែត្រៀមខ្លួនមានស្នាផងមានព្រួយផងទុកសម្រាប់បាញ់ពួកសត្វទាំងអស់ហ្នឹងងាកមកមើលក្រុមរបស់ធានជីនិង Hanli បើយើងវិញកំពុងតែព្យាយាមរត់យ៉ាងលឿនហើយប្រាប់គ្នាថាឲ្យលឿនឡើងរីឯព្រឹត្តិការណ៍នៅក្រោយគេវិញក៏បានប្រាប់ថាបើសិនជាទៅដល់ភូមិពួកយើងប្រកាសជាមានសុវត្ថិភាពជាមិនខានឡើយតែសារតែឃើញនេះគឺជាពេលវេលាដ៏សមស្របពួកអ្នកភូមិក៏បានបាញ់ព្រួយបាញ់ស្នាទាំងអស់ហ្នឹងមានទាំងគ្រាប់ធម្មតាក៏ដូចជាគ្រាប់ភ្លើងផងដែរគ្រាប់ព្រួយបាញ់ចេញទៅដែលមានចំនួនច្រើនរាប់មិនអស់ហើយធ្លាក់មកវិញដូចជាគ្រាប់ទឹកភ្លៀងក៏ប៉ុន្តែបើទោះបីជាមានចំនួនច្រើនចឹងក៏ដោយក៏នៅតែមានពួកបិសាចដែលខ្លាំងនៅដេញវាបហាដដែល
ឃើញថាមានបិសាចមួយក៏ពុតជាធំមែនតើក៏ពោះប្រហែលជា4ម៉ែត្រជាងវាបានសម្លាប់នៅមនុស្សផងហើយព្យាយាមដេញតាមសម្លាប់ព្រឹទ្ធាចារ្យដែរហើយពួកគេក៏បានបាញ់ត្រូវវាដែរក៏តែដូចជាអត់ប្រយោជន៍ដោយមើលទៅស្ថានភាពដូចជាមិនស្រួលធានជាក៏បានស្រែកថាព្រឹទ្ធាចារ្យពីហានលីយើងក៏បានគិតថាព្រឹទ្ធាចារ្យមើលទៅបរិបទនេះគឺដូចជាមានសារៈសំខាន់នៅក្នុងភូមិនេះដល់ហើយក្រោយពីបានគិតចប់ហានលីក៏បានប្រើជំហានសម្ោររត់យ៉ាងលឿនដើម្បីព្យាយាមជួយសង្គ្រោះព្រឹទ្ធាចារ្យម្នាក់ហ្នឹងបិសាចម្នាក់ហ្នឹងប៊ីណានឹងខ្វាយគាត់ទៅហើយប៉ុន្តែហានលីយើងក៏ទៅដល់ធាក់វាមួយជើងហើយនាំព្រឹទ្ធាចារ្យចាក់ចេញមកវិញបានសម្រេចក៏ប៉ុន្តែការសម្រេចលើដំបូងនេះធ្វើឲ្យបិសាចមួយហ្នឹងគឺពុតជាខឹងមែនតែនបានបាញ់គ្រាប់ស្អីម្យ៉ាងចេញពីកតុយរបស់វាសត្វបិសាចនៅតែបន្តបាញ់ឲ្យហានលីយើងក៏នៅតែបន្តរត់ផងកិច្ចផងហើយចុងក្រោយក៏បានមកដល់ទីកន្លែងដែលមានសុវត្ថិភាពមកដល់ហើយមិនហ្នឹងគឺពុតជាមានការបារម្ភទៅកាន់ហានលីខ្លាំងមែនតែនហើយព្រឹទ្ធាចារ្យក៏បានអរគុណទៅកាន់ហានលីនិងព្រមសរសើរពីបច្ចេកទេសពិសេសរបស់ហានលីផងដែរតែហានលីតបទៅវិញថាមិនអីទេតែទូចប៉ុណ្ណោះមិនបាច់គួរសមនោះឡើយងាកមកមើលអ្នកការពារភូមិវិញឃើញថាបានបាញ់ត្រូវពួកអាបិសាចនឹងប្រមាណគ្រាប់ដែរប៉ុន្តែដូចជាអត់មានបញ្ហាអីទាល់តែសោះសត្វបិសាចបជាកូនចៅឲ្យចូលបន្ថែមហើយពួកអ្នកភូមិនៅតែបន្តគប់លំពេងចំណែកអាហានលីយើងវិញកំពុងតែគិតទៀតហើយថាពួកអ្នកភូមិទាំងនេះអាចគប់លំពេងធំទៅបានយ៉ាងងាយបែបនេះមើលទៅកម្លាំងខាងក្នុងពិតជាមិនធម្មតានោះទេក៏ប៉ុន្តែក៏ពិតជាគួរឲ្យស្ដាយមែនទែនដោយសារតែពួកគេគ្រាន់តែជាមនុស្សធម្មតាគ្មានធម៌ពលវិញ្ញាណអ្វីតតែសោះឃើញថាស្ថានភាពដូចជាមិនស្រួលធានជានឹងបាក់ពួកក៏បានចេញមកប្រយុទ្ធជាមួយនឹងគេបើយើងមើលទៅកាន់អាបិសាចមួយនឹងហាក់បីដូចជាមិនមានប្រតិកម្មអីសោះបើទោះបីជាវាត្រូវជាច្រើនគ្រាប់ហើយក៏ដោយវានៅតែបន្តខាំសម្លាប់ហក់ទន្ទ្រាំជើងនាគវត្តកតុយអីពេញហ្នឹងដែលជាហេតុធ្វើឲ្យអ្នកភូមិគឺពិតជាពិបាកខ្លាំងមែនទែនអ្នកខ្លះស្លាប់អ្នកខ្លះងាប់ងាកមកមើលធានជីវិញក៏ពិតជាក្លាហានមែនទែនរត់ទៅសៀជន់លើស្មាគ្នាគេហក់ចាក់ទៅកាន់បិសាចមួយហ្នឹងឃើញថាការវាឆ្មក់ក៏ពិតជាបានសម្រេចក៏ប៉ុន្តែបិសាចមួយហ្នឹងក៏មិនឈរឲ្យចាក់ទៀតដែរវាបានកវីខ្លួនដែលជាហេតុធ្វើឲ្យអ្នកជុំវិញហ្នឹងខ្ទាតទៅខាងក្រោយរីឯធានជីវិញក៏ធ្លាក់ពីលើខ្នងវាដូចគ្នាធ្លាក់មកដល់ដែកមានឈឺអីមិនតិចទទួលលំពេងពីគ្នាគេហើយនៅតែបន្តគប់តែឃើញថាពិបាកពេកអញ្ចឹងហានលីក៏បានគិតថាមើលទៅមនុស្សទាំងអស់នេះក៏ពិតជាមិនអាចទប់ទល់បានទៀតនោះទេក៏ប៉ុន្តែព្រឹទ្ធាចារ្យបានថានៅពេលនេះគឺវាល្អបំផុតហើយបាទតែល្អមិនទៅងាកមកមើលក្នុងភូមិវិញឃើញថាមានបរិសុទ្ធពីរ3នាក់បានពាក់ឈុតដូចជានិនចាអញ្ចឹងបញ្ចេញនៅធម៌ពលវិញ្ញាណដ៏ខ្លាំងក្លាឃើញអញ្ចឹងហានលីក៏ពិតជាមានការភ្ញាក់ផ្អើលមែនតែនឆ្ងល់ថាហេតុអ្វីបានជាពួកគេអាចប្រើប្រាស់ធម៌ពលវិញ្ញាណបានមិនទាន់ប្រជុំត្រឹមនឹងនោះទេមេក្បួនទាំងអស់ហ្នឹងក៏បានប្រើធម៌ពលវិញ្ញាណដើម្បីចាប់ចងមេបិសាចមួយនេះដោយឃើញថានេះគឺជាឱកាសល្អពួកអ្នកភូមិក៏បានបើកការវាបហាជាពិសេសគឺធានជីដែលគេបានរត់ទៅយកក្របព្រួយមួយយ៉ាងធំដើម្បីបើកការវាបហាទៅកាន់បិសាចហើយនៅទីបំផុតយើងក៏ឃើញថាក្របព្រួយមួយហ្នឹងបានទម្លុះចូលមាត់របស់សត្វបិសាចដែលជាហេតុធ្វើឲ្យវាងាប់បាត់ហើយពួកបិសាចផ្សេងទៀតឃើញអញ្ចឹងក៏មិននៅយូរទៀតដែរបានដាក់មេប្រូចស្ថានភាពបានល្អប្រសើរពួកគេក៏ពិតជាសប្បាយចិត្តស្រែកថាពួកយើងគឺឈ្នះហើយបើទោះបីជាឈ្នះក៏ប៉ុន្តែស្ថានភាពភូមិដូចជាមិនល្អនោះទេហើយព្រឹទ្ធាចារ្យចៅក៏បាននិយាយថាវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយខ្ញុំគឺជាព្រឹទ្ធាចារ្យនៃភូមិមួយនេះហើយយ៉ាងបើខ្ញុំទីមិនខុសទេពួកឯងទាំងពីរគឺជាអ្នកវឹកហាត់នៅខាងក្រៅហើយត្រូវបានអាប់ខ្មោចទីមកដល់តំបន់ងងឹតនេះត្រូវអត់ដោយលើថាតំបន់ងងឹតដែរអញ្ចឹងហានលីក៏បានសួរថាតំបន់ងងឹតហ្នឹងគឺមានអ្វីកាត់ឡើងហើយយ៉ាងនិយាយទៅថ្មត្រង់ទៅការពីខ្ញុំមិនទាន់ទាញចូលទៅដល់អាប់ខ្មោចនេះខ្ញុំក៏ជាអ្នកវឹកហាត់កម្រិតទី2ដែរការធ្លាក់ចូលមកដល់តំបន់ងងឹតនេះមិនមានអីចម្លែកនោះទេអ្នកទាំងពីរក៏បានដឹងហើយនៅក្នុងតំបន់ងងឹតនេះថាពលវិញ្ញាណនិងញៀនគឺមិនអាចប្រើបានតទៅសោះមិនថាថងផ្ទុកនឹងសត្វវិញ្ញាណក៏ដូចគ្នាផងដែរអញ្ចឹងក៏មានតែប្រយុទ្ធដោយមនុស្សធម្មតានិងធម៌ពលងងឹតដែលអ្នកទាំងពីរបានឃើញអំបញ្ញមិញហ្នឹងស្អីគេធម៌ពលងងឹតហើយព្រឹទ្ធាចារ្យក៏បាននិយាយជាបន្តមិនខុសនោះទេសាកងាយមើលនោះមើលវាគឺជាគ្រីស្តាល់សត្វបិសាចងងឹតអ្នកវឹកហាត់គឺអាចប្រើវាដើម្បីបង្កើតក្បួនតូចៗមួយចំនួនហើយមុននេះក៏អរគុណដល់វាដែរតែគួរឲ្យស្ដាយដោយសារតែវាគឺមិនអាចប្រើប្រាស់បានទៀតនោះទេបន្ទាប់ពីប្រើប្រមាណដងហើយតែបញ្ហានេះគឺវាបានបញ្ចប់ទៅហើយហេតុអីបានជាអ្នកទាំងពីរមិនចូលក្នុងជាមួយខ្ញុំហើយពួកយើងនឹងអាចនិយាយគ្នាជាបន្តទៀតដោយព្រឹទ្ធាចារ្យបានចេញអញ្ចឹងហានលីក៏មានតែទៅតាមគាត់នៅតាមផ្លូវព្រឹទ្ធាចារ្យក៏នៅតែបន្តនិយាយមកដល់ទីនេះអ្នកគួរតែឃើញរួចទៅហើយថាតំបន់ងងឹតមួយនេះវាស្ទើរតែគ្មានអីលូតលាស់តទៅសោះហើយមានតែតំបន់ដែលកម្របំផុតប៉ុណ្ណោះទើបអាចដាំអីបរិភោគបានពពួកសត្វបិសាចនៅទីនេះគឺមានពឹសសាហាវខ្លាំងណាស់បើទោះបីជាត្រូវសម្លាប់ក៏ដោយក៏មិនអាចយកធ្វើអាហារបានដែរហើយពួកអ្នកប្រើក្បួនមុននេះមិនថាពួកគេជាមនុស្សធម្មតាឬមួយក៏ជាអមតៈក៏ដោយនៅទីនេះគឺត្រូវតែប្រើសមត្ថភាពខ្លួនឯងដើម្បីរស់រានមានជីវិតស្ដាប់ហើយហានលីបើយើងក៏បានគិតនៅទីនេះគឺគ្មានថាមពលវិញ្ញាណអញ្ចឹងការស្នាក់នៅក៏មិនមែនជាដំណោះស្រាយនោះទេហើយសត្វវិញ្ញាណក៏មិនអាចរស់នៅក្នុងថង់រហូតដែរដូច្នេះបញ្ហាបន្ទាប់គឺត្រូវតែចាក់ចេញពីទីនេះសិនដើរមកមុខមួយសន្ទុះឃើញថាសល់តែហានលីហើយនឹងម៉ៃនីងតែប៉ុណ្ណោះដោយឃើញថាម៉ៃនីងដូចជាអារ៉ូលហានលីក៏បានសួរថាអ្នកនាងម៉ៃតែមានរឿងអីកើតឡើងមែនឬហានលីសួរអញ្ចឹងម៉ៃនីងក៏បានតបនៅពេលដែលអាប់ខ្មោចធ្វើការវាបហាខ្ញុំនិងបងប្រុសខ្ញុំត្រូវបានទាញចូលទាំងពីរក៏ប៉ុន្តែនៅពេលដែលខ្ញុំបើកភ្នែកមកវាហាក់បីដូចជាបាត់បងប្រុសខ្ញុំបាត់ទៅហើយតែយ៉ាបងប្រុសរបស់អ្នកនាងមើលទៅប្រហែលជានាំទៅកន្លែងផ្សេងហើយចាំបន្តិចទៀតចាំយើងស៊ើបសួរវាគួរតែមានភូមិក្រៅពីនេះហើយម៉ៃនីងក៏បានងក់ក្បាលជាសញ្ញាយល់ព្រមនិងក្រោយពីបាននិយាយចប់ហានលីក៏បានតបទៅវិញថាអញ្ចឹងតែយើងឆាប់ទៅ
កាត់មកដល់ក្នុងផ្ទះមួយមានកៅអីចំនួន9មានព្រឹទ្ធាចារ្យចំនួន2ហើយគាត់ក៏បាននិយាយថាមិនបាច់ជាផ្លូវការអីពេកនោះទេមកសន្ទុះទៀតគឺអ្នកគ្រូគ្នាបានមកដល់ហើយលឺអញ្ចឹងហានលីនិងមីងនឹងក៏បានចាក់ចេញមកអង្គុយនៅកន្លែងម្ខាងទៀតមកសន្ទុះក្រោយមកយើងឃើញថាអ្នកដែលប្រើក្បួននៅអំបញ្ញមីងនឹងក៏បានមកដែរដែលពួកគេមានចំនួន3នាក់ហើយពាក់ឈុតដូចជានិនចាអាសាស៊ីនអញ្ចឹងក៏ប៉ុន្តែមកដល់ពេលនេះហើយសាច់រឿងហានលីភាគទី140របស់យើងក៏មកដល់ទីបញ្ចប់ដែរអញ្ចឹងក៏មានតែរងចាំភាគទី141ទាំងអស់គ្នាបាយបាយកុំភ្លេច donate ឲ្យខ្ញុំផងឲ្យមានលុយបញ្ចូលការទេនេះ